ខ្ញុំជារបស់លោកហើយមានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដងជាងស៊ីឈូរីករាយថ្ងៃកំណើតលេខទូរស័ព្ទដែលលោកអ្នកបានហៅត្រូវបានបិទសញ្ញេខ្ញុំត្រូវការលោកនាងហៅខ្ញុំយ៉ាងម៉េចសញ្ញេហៅឈ្មោះទៅឈិនសិនហៅខ្ញុំថាសិនអាសិនមានតែនៅក្នុងเพจពិភពរឿងខ្លី7-5 មិនថាខ្ញុំ ដ ជាយំ ង ហាមគាត់ខ្លួនប៉ុណ្ណាវាគ្មានអ្វីប្រៀបធៀបភាពតាក់ទាញគេពេលនេះឡើយខ្ញុំមិនដែលចង់លងគេតែខ្ញុំរត់តែលងជ្រៅតែផឹកទៅបងស្រីសិនរបស់ខ្ញុំពេលផឹកហើយឆាប់បញ្ចេញរត់ទៅជាងស៊ីឈួនហេតុអីបានធ្វើបែបនេះដាក់ខ្ញុំបើសិនតើមកខ្ញុំដឹងគាត់មិនលើកលែងឲ្យនាងឡើយពួកកញ្ចាស់ពីក្បាលនោះយើងបានអ្នកជនគេទៅភពផ្សេងបាត់ទៅហើយរួចនាងឡើងជាអ្នកនាងអភិជនទៀតដូចគ្នាដែរមានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ហេតុអីបានជានាងធ្វើបែបនេះហេតុអីនាងសុំគុំដោយការក្បត់ព្រោះមានតែនាងងាប់តែប៉ុណ្ណោះទើបយើងខ្លាចជាកូនស្រីពិតត្រកូលជាងបានចង់នាងនឹងចាំអីទៀតសម្រាប់យើងទៅកុំតែសាពេញសម្រាប់យើងនាងក៏នៅមានតម្លៃខ្លាំងបាយថ្នាំដល់មកធ្វើការហើយផ្ដួលនាងទៅលើក្រែសិនជិះទៅក៏ដឹងណាទីនេះជាកន្លែងណាមានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដងតើអ្នកណាហ៊ានដាក់ថ្នាំជើងនាងជាអ្នកណាហេតុអីក៏ចូលមកបន្ទប់ខ្ញុំហេតុអីក៏ធំខ្លាំងចៅអាមខ្មៅនាងជាអ្នកណាទៅខ្ញុំសុំបោះលេងខ្ញុំទៅខ្លះស្អាតប្រើថោទឹកនោមស្ដើងយ៉ាមីថោទឹកនោមស្ដើងយ៉ាមីជាផលិតផលជាមួយ CC ហូបពេលហើយយប់នេះរដូវកាលថ្ងៃនេះខ្ញុំព្យាយាមរកបំរាស់តែខ្ញុំគ្មានកម្លាំងរឿងដែលខ្ញុំធ្វើបានគឺជួយជីវិតខ្លួនឯងឲ្យរាត្រីកាលកន្លងផុតទៅសិនជាមិនអាចប៉ះពាល់មនុស្សស្រីទីថ្ងៃនេះពួកកជ្រុលណាស់បើមិនមែនដោយសារតែយើងអាងស្រីនោះក៏មិនអាចទៅប៉ះក្រែសិនជាបានឡើយខុនឆាងតាមដាននាងឲ្យបានចុះផងនាងទម្ងន់កូនសិនជាពេលហ្នឹងចាំប្រាប់ខ្ញុំសិនជាមកកូនយើងចុះចិញ្ចាំគេដូចជាក្រាស់ណាស់ដូចជាលោកចឹងឲ្យកូនខ្ញុំមកវិញមកឲ្យកូនខ្ញុំមកវិញមកអ្នកប្រុសកូននេះជាកូនរបស់លោកប៉ាត់មែនអញ្ចឹងស្ត្រីម្នាក់ដែលចំណាយពេលជាមួយខ្ញុំពេញមួយជុំពិតជាជាងស៊ីឈួនប៉ាត់មែនចាំនាងចេញពីមន្ទីរពេទ្យខ្ញុំរៀបមង្គលការចុះលេងខ្ញុំទៅជាងស៊ីឈួនមានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដងបងស្រីបណ្ដោះចិនជាងស៊ីឈួនឲ្យកូនខ្ញុំមកវិញមកនិយាយមកសតិអញក្មេងមកពីណាទៅនាងមិនដឹងខ្លួនថាកើតកូនស្លាប់ទេអញមិនអាចទៅរួចឡើយខ្ញុំទៅលើសំឡេងក្មេងយំសោះហ្នឹងមិនអាចទេបងស្រីបណ្ដោះចិត្តអើយបាននាងសំវល់យើងពេលខ្លាំងយើងអាចឲ្យនាងទៅនៅជាមួយគេក៏ថាបានជាងស៊ីឈួនទោះជាយើងធ្លាក់នៅរកក៏យើងមិនលើកលែងឲ្យនាងដែរដល់ពេលបញ្ជូននាងទៅឋាននរកហើយមានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដងខ្ញុំនៅរកទេមិនស្មានថាលោកស្រីដូចទេធីតាយើងចង់បញ្ជូនយើងទៅឋាននរកទេតែព្រោះតែបរិះមួយរាត្រីម្នាក់យើងបាច់ជានៅរស់បានទៅវិញនរកធ្វើឲ្យយើងចាប់ជាតិកុំនំដុតរលយើងតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដងយើងនឹងធ្វើឲ្យនាងរងទុក្ខវេទនាធ្លាក់ដល់ឆ្អឹងតែម្ដងនាងជំពាក់អ្វីយើងដល់ពេលដែលយើងសងវិញហើយនេះជាការរបស់ខ្ញុំទេមកបាត់ទៅជាដៃអន់ប៉ាត់មែនតាំងតែពីពេលនាងចែកវាមកបើជាអន់ប៉ាត់នេះព្រោះអស់នេះបំផ្លាញសំណាងយើងមែនតែនតបងជុំនេះហើយនាងគ្មានបានការចាប់ទៅក្រែងថ្ងៃនេះមានអ្នកចែកមាសមកសម្ភារថ្មីហីគេអ្នកណាខ្ញុំទៅហៅគេមកទុកខ្ញុំសាក់វិញវ៉ានាងជាអ្នកណាទៅស្ដាប់ដល់ហើយមិនអន់ទេគេបំផុតពលឿនមកដល់មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង
លោកថាកាយទាំងឡាយយកនេះនរណាឈ្នះខ្ញុំនឹងប្រកល់កាប់ស្ដេចនេះឲ្យទៅគេ អ្នកនាងឈួនស្រីម្នាក់នេះគួរឲ្យចាប់អារម្មណ៍ដែរតា មកថ្មីហិញនាងមានទេពកោសល្យតែនាងដូចនាងច្រមុះដែលយើងបានធ្លាប់ស្គាល់ស្ដាយ មានតែនៅក្នុង វានោះក៏មកបាត់ហើយ 7 នាងចេះ ដ ទៅ ង សិនជេ ឆាប់ឡើងចាំទៅទឹកបារីសិនជាស្អប់សាច់បារីបាត់ហើយ នាងជួបอะไรទៀតហើយ សុំតផងលោកម្ចាស់សិនខ្ញុំឃ្លានបារីពេកតែយកមកជួបបន្តិចទេលោកស្រីបានព្រៀនបដៅខ្ញុំរួចហើយ ស្មានតែជាអ្វីធំតាមពិតមិនសោះបាននាងចង់ធ្វើការនៅទីនេះត្រូវតែគោរពតាម មា ច្បា ន ប់ តែនៅក្នុង page ពិភព សិនជានិយាយដូច្នោះហើយនាងនៅបាន ជាងស៊ីឈួនហ្គេមយើងចាប់ផ្ដើមពីថ្ងៃនេះទេចាំមើលចុះអ្នកដែលធ្លាក់ក្នុងយល់សប្តិគឺជានាងស្វាគមន៍លោកម្ចាស់សូមចេញចូលលេង ចូលលេង អ្នកចែកវាថ្មីត្រូវឆ្លងកាត់ខ្ញុំសិនទៅបើសិនជាមានរឿងអ្វីអន់កើតឡើងត្រូវតែបង្រៀនផ្ទាល់ខ្លួនហើយ បានតែបើលោកឈ្នះលោកលេបខ្ញុំចាស់បើខ្ញុំឈ្នះខ្ញុំលេបលោកយ៉ាងមិនដែរ បានចាំបងលេងជាមួយអូនចុះ ពិភពរឿងខ្លី7 ដង ក៏រេកចាស់ អត់បីហាបងខិនបងដូចជាចាញ់ហើយណា មិននឹងអាចទៅ ទទួលការភ្នាល់ទេម៉ោង10យប់នេះឲ្យខ្ញុំលេបលោកមកចាំទីនេះបានដែរទេ នាងជាណាត្រូវការអី ចង់មានចាំមនុស្សក្នុងរូបនេះឬអត់ ខ្ញុំមិនដឹងទៅ បើមិនតាមជិះចាប់ខ្លាំងហើយមើលទេ មានតែ និយាយមកការនោះហេតុអីអញសម្រាប់គ្រួសារតកលជាង ខ្ញុំគ្រាន់តែធ្វើតាមបញ្ជាទេខ្ញុំមិនគេតងអីឡើយ ចាំអ្នកណាអ្នកបញ្ជា ជាស៊ីជួនកាលនោះគាត់លងស្នេហ៍ជាមួយលោកម្ចាស់សិនខ្លាំងណាស់ឲ្យតែបានលោកសិនគេព្រមធ្វើអ្វីគ្រប់យ៉ាងគេចង់ធ្វើជាកូនស្រីតកូលជាងតែម្នាក់បែបនេះទើបគេខ្លាចជាអ្នកនាងតូចនៃតកូលជាងបានខ្ញុំចាំបានហើយនាងជាប្អូនស្រីរបស់ជាងស៊ីជួនជាងស៊ីនីងនាងមិនតស្លាប់ទេ ទេយើងជាអ្នកចែកបៀពីឋាននរកជាងស៊ីឈួនយើងនឹងយកគ្រប់យ៉ាងត្រឡប់មកវិញរួមទាំងប្រុសដែលយើងស្រឡាញ់បំផុតដែរ ក្លឹបស្អាតប្រើខោទឹកនោមស្ដើង Yummy ខោទឹកនោមស្ដើង Yummy ជាផលិតផលជាមួយ CC ជិលមកលោកម្ចាស់ចូលមកលេងមក ជាអ្នកចែកបៀបើកាន់សន្លឹកបៀមិនល្អ មានតែនៅ មិនស័ក្តិសមនៅទីនេះទេ ខ្លី7 ដង ដៃខ្ញុំអាចរអិលតែស្នៀតខ្ញុំមិនអន់ទេតែក៏សោកខ្ញុំយ៉ាងមិនដែរសិនយេអាចមិនធ្វើតែបានក៏ពេលបើលោកមិនថាអ្វីលេងល្បែងជាមួយខ្ញុំមកបើលោកមិនពេញចិត្តខ្ញុំនឹងដែរចាញ់ ហ៊ានលេងជាមួយខ្ញុំនាងជាមនុស្សដំបងគេហើយសិនជាគឺជាស្ដេចល្បែងតាំងពីអាយុ18ឆ្នាំ10ឆ្នាំមកនេះមិនដែរចាញ់ទេគេមិនមែនជាមនុស្សគួររករឿងទេណានាងទេពតែមកថ្មីអ្នកណាមានសំណាងទៅ មាន នាងប្រកាសជាចាញ់អស់គ្រប់យ៉ាងជាមិនខាននោះទេ 7 ដង តែខ្ញុំមានលក្ខខណ្ឌមួយខ្ញុំមិនលេងដាក់លុយទេ ចុះនាងលេងដាក់ស្អីទៅ ខ្ញុំលេងអ្វីដែលលោកម្ចាស់ចង់មើលខ្ញុំចាញ់ម្ដងខ្ញុំនឹងដល់អ្វីម្យ៉ាងចាញ់តែបើខ្ញុំឈ្នះខ្ញុំគឺជាមេហូសិនជានេះពូកែមែនខ្ញុំចាញ់ហើយ អូហើយសិនជាឈ្នះទៀតហើយនាងអើយដល់ទៅ មានតែនៅក្នុង page បានហើយ រឿងខ្លី ខ្ញុំព្រមចាញ់នាងចាញ់ទៅចុះ ទេខ្ញុំឈ្នះហើយតាមច្បាប់មេចែកត្រូវតាក់ទាញភ្ញៀវខ្ញុំធ្វើវាបានល្អឥតខ្ចោះខ្លាំងណាស់មែនទេអ ចង់បោកខ្ញុំផង មានតែនៅក្នុង page ពិភពរឿងខ្លី7 ដង ចង់បោកខ្ញុំផង ខ្ញុំតែថ្មីថ្មោងសូមតើដែលធ្វើឲ្យលោកខកបំណងប៉ុន្តែអ្វីដែលសំខាន់ខ្ញុំរកចំណូលឲ្យលោកបាន ហេតុអីក៏នាងធំក្លិនជើងអាមខ្មៅទៅវិញហេតុអីក៏នាងធំក្លិនជើងអាមខ្មៅ សិនយេខ្ញុំនឹងប្រឹងប្រែងធ្វើការទុកចិត្តខ្ញុំចាស់ ទៅសើមអ្នកចែកបៀជួនឈានតើនាងជាអ្នកណាឲ្យប្រកាន់ សិនយេបើលោកច្បាស់លាស់ហេតុអីមិនសួរខ្ញុំផ្ទាល់ទេសិនយេលោកជួយរត់ឲ្យខ្ញុំបន្តិចបានទេ
នាងដឹងថាខ្លួនកំពុងធ្វើស្អីដែរទេ មានតែនៅក្នុង page ពិភពរឿងខ្លី7 ខ្ញុំគ្រាន់តែស្នើចម្លើយលោកសិនត្រឹមតែប៉ុណ្្នឹងលោកធ្វើឲ្យខ្ញុំមិនបានទេមែនទេ ហេតុអីក៏នាងធំក្លិនជើងអានខ្មៅទៅវិញ លោកសិនស្គាល់ថ្នាំចិនសៃនេះដែរវាអាចជួយព្យាបាលថែមទាំងសម្លាប់បានទៀតលោកចង់ដឹងពីផ្នែកមួយណាដែរទេខ្ញុំនឹងប្រាប់លោកបើសិនជាលោកពេញចិត្តឲ្យខ្ញុំប្រាប់ ឆ្លើយសំណួរខ្ញុំមក អញ្ចឹងលោកសិនជួយរត់ខ្ញុំសិនមក មានតែនៅក្នុង page ពិភពរឿងខ្លី សញ្ញេលោកក៏ចង់ធ្វើអី ដង នេះជាក្លិនថោកថោកដែលនាងត្រូវទទួលបានខ្ញុំទិញនាងប្រឹងធ្វើការកុំឆ្លងបានមិនអញ្ចឹងខ្ញុំមិនលើកលែងនាងទេអ្នកនាងយកមេតិចក្រោកអាវពីលើទៅ អរគុណច្រើនស៊ីនាងតែខ្ញុំលែងជាអ្នកនាងប្រកបជាងទៀតហើយហើយខ្ញុំថាឈុនសេងទៅចាស់ អ្នកនាងមិនមែនទេអ្នកនាងជូនច្រើនឆ្នាំនេះខ្ញុំតាមដានជាងស៊ីជួនគ្រប់ជំហានបើមានអ្វីចង់ដឹងអាចសួរខ្ញុំបានមិនហើយអ្នកនាងខុសឆានត្រូវបានសម្ដែងចាត់តាមប្រវត្តិស្លាប់នៅក្នុងក្របឈាមហើយសារសពរបស់គេបាត់ដោយគ្មានស្លាកស្នាមគ្មានអ្វីអាចត្រឡប់មករកអ្នកនាងវិញទេ មនុស្សអាក្រក់តែងតែរងកម្មរបស់ខ្លួនស្គាល់ឈិនសិនទេតាមចរិតលក្ខណៈគេធម្មតាពេលនេះគេធ្វើអី មនុស្សដូចជាគេពេលនេះបើមិនចង់ក្លឹមលេងល្បែងឆ្មាតែចាប់កដុល បើវាជាទម្លាប់របស់គេអញ្ចឹងយប់នេះគេច្បាស់ជានឹកយើងហើយ ខ្លះស្អាតប្រាថោទឹកនំស្ដាងយ៉ាមីថោទឹកនំស្ដាងយ៉ាមីជាផលិតផលជាមួយ CC អ្នកនាងមិនមែនចង់ឲ្យដៃឈិនសិនរួមសងសឹកស៊ីជួនទេឈិនសិនជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់ស្រីដែលព្យាយាមតាក់ទងគេមានតែទរណកម្មក្បែរស្លាប់ប៉ុណ្ណោះឬក៏ត្រូវស៊ីជួនជាអ្នកចាត់ការដូច្នេះតម្លៃរបស់គេគឺខ្ពស់ពេកហើយ ចំណងមនុស្សតែងតែលើសលប់ពីអ្វីដែលគេមិនអាចមានបានបើដូចឈិនសិនប្រេះស្រាំស្លាប់ហើយដែលយើងធ្វើមានតែដាស់ភ្លើងប្រច័ណ្ឌចេញពីខ្លួនរបស់គេទេ ឈិនសិនចេញមកភ្លាមមកយើងសុទុនមានអ្វីត្រូវបាត់បង់គេទេចេញមកលេងពីជាមួយយើងភ្លាមមក មាន លោក តែ ម្ នៅ ចាស់ ក្នុង ស៊ូ page ហ្គេមកាស៊ីណូឈិនខ្សែលើគ្រប់មុខដើម្បីឲ្យលោកអស់ពីខោ ស្ដាយណាស់យើងប៉ះជាមួយនឹងម្ចាស់កាស៊ីណូចិត្តខ្មៅថ្ងៃនេះសុទុនយើងសំបីតែជីវិតក៏មិនស្ដាយដែរយើងនឹងធ្វើឲ្យឈិនសិនប៉ះបើយើងឲ្យបានកុំទៅចោលទៅចាំមើលថាឯងមានសមត្ថភាពដែរទេ លោកម្ចាស់ស៊ូបើលោកមកទីនេះលេងល្បែងយើងស្វាគមន៍លោកពុំដូច្នោះកុំបន្ទោសថាយើងគ្មានសុជីវធម៌ លើកនេះចាក់ទុកឲ្យសំណាចុះតោះជើងទៅជប់សិន មានតែនៅក្នុង page ពិភពរឿងខ្លី7 កុំមកយើងឃើញមកទៀតទៅលើឡើង លោកកាត់អីទេ ខ្ញុំប្រាប់នាងហើយកុំព្យាយាមចូលចិត្តខ្ញុំបើមិនចឹងទេ លោកប្តីកាត់អី ព្ ដែរ យា ទេ យាមចូលចិត្តខ្ញុំបើមិនចឹងទេ លោកប្តីបងកាត់អីទេ ខ្ញុំមិនអីទេ ខ្ញុំចង់ឲ្យលោកដើរតួជាប្តីខ្ញុំឲ្យឈិនសិនគិតថាខ្ញុំរៀបការរួចហើយដាស់ការប្រច័ណ្ឌរបស់គេខ្ញុំដឹងថាពីមុនបងធ្វើការធ្ងន់មិនស្មានថាវាគ្រោះថ្នាក់សោះបងមិននេះគ្រោះថ្នាក់គិតយ៉ាងម៉េច តែ ទៅ នៅក្នុង page ខ្ញុំបារម្ភខ្លាំងណាស់ 7 5 ដង សិនយេខ្ញុំភ្លេចប្រាប់លោកទេខ្ញុំនឹងសិននាងរៀបការរួចហើយថ្ងៃអនាគតយើងនឹងខំប្រឹងប្រែងធ្វើការសូមជួយណែនាំពួកយើងផងណា ល្អតាស្រីរៀបការម្នាក់ហ៊ានមកលេងជាមួយខ្ញុំផង លោកប្តីថ្ងៃនេះខ្ញុំឮថាមានអ្នកបង្ករឿងបងកាត់អីដែរទេលោកប្តីអូនបារម្ភពីបងខ្លាំងណាស់អើយលោកប្តីអូនឈឺគូ ឈប់ទៅកុំមកធ្វើអ្វីចាប់យើងជាងនេះ មានតែនៅក្នុង page ពិភពរឿងខ្លី7 5 ដង 5ឆ្នាំហើយបងមិនអាចប៉ះខ្ញុំសោះវាជាអ្វីទៅឬមួយក៏បងមិនចង់ ជាងស៊ីឈួនទ្វារនរកបាក់ទ្វារចាំទទួលនាងហើយត្រៀមទទួលកាដូពិសេសដែលយើងត្រៀមទៅចោះ សងករកស្រី អើខ្ញុំស្ដាប់ផង ទេឬយ៉ាងម៉េចនេះជាស្អី ខ្ញុំក៏មិនច្បាស់ដែរខ្ញុំឃើញគេកុំមកទ្វារខ្ញុំខ្លាចប៉ះពាល់លោកស្រីនឹងសិនយេតើខ្ញុំខំប្រមូលតាមដែលអាចធ្វើបានទេ មិនអាចត្រួតទី មានតែនៅក្នុង មានអ្នកកាត់ចិត្តមុខមកកាត់ហើយ ប៉ុន្តែលោកស្រីនឹងសិនយេរៀបការមក5ឆ្នាំហើយគេល្អដាក់លោកស្រីណាមិននឹងអាចរវល់ជាមួយស្រីផ្សេងបានទេអ្នកដែលផ្សព្វផ្សាយរឿងអាស្រីនេះច្បាស់ជាខ្លាំងឬមានអធិពលហើយឬបើមិនអញ្ចឹងលោកស្រីគិតថាពួកគេគឺ បិទមាត់របស់ឯងឲ្យបាក់ចិនបើសិនជាឯងចង់រស់ឯងហ៊ានតែហាមមាត់យើងនឹងសម្រាប់ឯងចោលនិយាយភ្លាមរូបភាពទាំងអស់នេះពិតដែរទីស្រីម្នាក់នេះជាអ្នកណា មាន ពួកឯងក៏យ៉ាងម៉េចឬមួយមិនគិតថាយើងជាលោកស្រីរបស់ពួកឯងចេញឲ្យភ្លាមទេ លោកស្រីកាត់អីទេ នាងក៏ដូចគ្នា
លោកស្រីខ្ញុំដឹងថាច្បាស់ជាមានអ្នកផ្សព្វផ្សាយរឿងអាស្រ័យនេះតែយើងមិនអាចឲ្យវាផ្សព្វផ្សាយទៀតទេដូច្នេះខ្ញុំស្គាល់កន្លែងដុតរូបទាំងអស់នេះហើយកុំព្រួយអីចាំខ្ញុំចាត់ការគ្រប់យ៉ាងឲ្យគ្មានអ្នកណាហ៊ាននិយាយពីវាទៀតទេ នាងគិតថាខ្លួនឯងជាអ្នកណាហ៊ានមកចេះដឹងរឿងរបស់យើងនឹងសិនជា លោកស្រីអ្នកឲ្យខ្ញុំនៅកាស៊ីណូខ្ញុំជ្រះជ្រះក្នុងចិត្តណាស់ស្រីយើងយល់ពីចិត្តគ្នាល្អបំផុតអ្នកស្រីកុំអាចឆាប់ច្រានខ្ញុំពេកអីពេលខ្លាំងខ្ញុំអាចជួយអ្នកស្រីបាន មានតែនៅក្នុង page រកមិនខ្លាំងនៅពីក្រៅរឿងនេះឡើងឬមួយជួយអ្នកស្រីយកគ្រប់យ៉ាងដែលអ្នកស្រីចង់រួមទាំងក្តីស្រឡាញ់សិនទេ បានអញ្ចឹងអាចជួយយើងមកយកទឹករៀបកាយនិងបេះដូងរបស់គីង លោកស្រីច្រើនឆ្នាំមកនេះមានបញ្ហាអ្វីរវាងលោកស្រីនិងសិនទេទេ ក្មេងសិនជាគិតថាយើងមិនសូវខ្វល់ពីធានគិតថាយើងមិនមែនជាម៉ាស់របស់គេទេ លោកស្រីព្យាយាមបន្តិចទេគង់តែឃើញលទ្ធផលទេចិត្តដល់គោលកំណត់ធានឲ្យមែនទេរៀបចំកម្មវិធីឲ្យគេទេក្មេងរីករាយសិនទេនឹងឃើញពីគុណតម្លៃផងដែរ លោកប្តីថ្ងៃកំណត់ធានចិត្តមកដល់ហើយគេចូលចិត្តព្រេងទៅទៀតបំផុតយើងរៀបចំកម្មវិធីឲ្យគេទៅ នាងធ្វើទាំងអស់នេះហ៎ លោកប្តីខ្ញុំជាម៉ាស់របស់គីងបើខ្ញុំមិនតើឲ្យអ្នកណាគេទៅ នាងមិនដែលខ្វល់ខ្វាយអីជាមួយធាននោះទេថ្ងៃនេះកើតស្អីក៏ផ្លាច់ម្ល៉េះ ហើយចឹងខ្ញុំទទួលថាពីមុនខ្ញុំធ្វើនឹងធានពេលនេះទៅខ្ញុំនឹងធ្វើជាម៉ាក់ដ៏ល្អឲ្យបានដើម្បីឲ្យគ្រួសាររបស់យើងមានសុភមង្គលនោះអីតាមមែនទេបង ធ្វើតាមនាងថាចុះ មានតែនៅក្នុង page ពិភពរឿងខ្លី7 5 ដង Hello លោកស្រី សិនជាប្រមរៀបចំពិធីគប់កំណត់ធានហើយប៉ុន្តែនាងជាអ្នកចាប់ផ្ដើមរឿងនេះនាងចាត់ការរឿងតុបតែងតែចំណាយ ទុកចិត្តចាស់លោកស្រីខ្ញុំនឹងចាត់ចែងឲ្យគ្រប់យ៉ាងប៉ុន្តែខ្ញុំណែនាំថាឲ្យជប់លេងនៅផ្ទះវិញទេវាថ្លៃថ្នូររួចធានទម្លាប់ផងដែរ រឿងតែប៉ុណ្ណឹងនាងចាត់ការខ្លួនឯងចុង យើងឈានចូលផ្ទះនាងពេលណាយើងរត់តែបានចូលក្បែរសិនយេហើយលោកស្រីខ្ញុំមកហើយតែជាងស៊ីឈួនមិនគិតឡើយ មានតែនៅក្នុង ហើយយើង page មិនបានត្រូវការខ្លួនជាងសិន 7 តែ 5 ជា ដ បេះ ង ដូងគេលោកស្រីសិនយេទៅក្រៅមែនទេ គេធ្វើការនៅបន្ទប់ធ្វើការមានអីហិញ ល្អហើយអញ្ចឹងខ្ញុំថាលោកស្រីប្រឹងប្រែងដល់គោលកំណត់ធានដល់ថ្នាក់នេះគេគួរតែមើលឃើញទង្វើរបស់អ្នកស្រីខ្លះហើយ តែគេកំពុងតែរវល់ឬមួយក៏យើងបង្ហាញវត្តមាននៅមុខគេល្អទី កុំអីលោកស្រីនោះវាតាំងចិត្តពេកហើយមិនអីទេខ្ញុំបានត្រៀមពេលបើកាដូដែរពេលនោះសិនយេឃើញពីការប្រឹងប្រែងលោកស្រីមិនខាន កាដូ លោកស្រីកុំប្រាប់ថាមិនទាន់បានទិញកាដូឲ្យធានទេណា ហើយចុះហេតុអី រឿងខ្លី ក៏ឯងមិនប្រាប់យើង 7 អំពីរឿងនេះ អូជាកំហុសរបស់ខ្ញុំភ្លេចឲ្យឆាំងប៉ុន្តែលោកស្រីនៅមានពេលដែរតែរកទិញឲ្យនេះបន្តិចទេចាំខ្ញុំមកចាប់ការតុបតែងឲ្យ បានយើងចេះតែទិញសិន ពេលនេះបានឱកាសចូលក្បែរសិនយេហើយ អ្នកមីងហេតុអីខ្ញុំមិនដែលឃើញចឹងអ្នកមីងជាអ្នកណា សួស្តីធានមីងឈ្មោះឈួនយៀនជាមិត្តភក្តិម៉ាក់ក្មួយ អ្នកមីងយន់មីងស្អាតដល់ហើយយើងភ្នែកធំដូចគ្នាទៀតផង បើសិនកូនខ្ញុំមិនស្លាប់ទេនោះអាយុគេប្រហែលជាធានពេលនេះ មាន ដូច តែ គ្នា នៅក្នុង page ពិភពរឿងខ្លី7 5 ដង ចាប់ឡើងទៅផ្សារធំជាមួយខ្ញុំទិញកាដូឲ្យប្រេង ប៉ុ តូច ន្តែពេលនេះមានតែសិនជេនិងយន់ឈៀននៅផ្ទះទេនាងមិនខ្លាចទេ អញក៏ច្រើនពេកហើយយន់ឈានជាស្រីរៀបការហើយនាងមានភ្នែកមើលប្តីរបស់នាងនាងមិនគិតដល់ប្រុសស្រីទីចាអ្នកមីងយន់ឈានខ្ញុំស្រឡាញ់អ្នកមីងណាអ្នកមីងឧស្សាហ៍មកលេងជាមួយខ្ញុំតែបានដែរទេ ប្រកាសជាបានហើយមីងទៅលេងជាមួយអូនឥឡូវនេះតែម្ដងល្អដែរទេ ល្អខ្លាំងណាស់ខ្ញុំចូលចិត្តលេងហ្គេមបំផុតហើយយើងលេងអីល្អទេ លេងបតូន បានតា មានតែនៅក្នុង page ពិភពរឿងខ្លី7 5 ដង 98 មីងបតូនហើយនេះ 54 53 52 51 50 ទីនេះច្បាស់ជាបន្ទប់ធ្វើការគេហើយ អ្នកណាជាអ្នកអនុញ្ញាតឲ្យនាងចូលមកសន្តិសុខនៅណា មានតែនៅក្នុង page ពិភពរឿងខ្លី7 5 ដង ខ្ញុំកំពុងលេងបតូនជាមួយធានលោកមិនចង់ធ្វើឲ្យធានខកបំណងឡើយមែនទេ អ្នកមីងយន់ឈានអ្នកមីងប៉ុនហើយមែនទេខ្ញុំចាប់ដាក់រកអ្នកមីងហើយណា នាងពួនក្រោយវងដុតក្នុងបន្ទប់ខ្ញុំបើសិនជាកូនខ្ញុំឃើញនាងអធិប្បាយយ៉ាងម៉េច អ្នកមីងយន់ឈាន មានតែនៅក្នុង page ពិភពរឿងខ្លី7 5 ដង សិនយេនេះមិនមែនជាអ្វីដែរធានគឺមកឃើញទេណាលោកកាត់អធិប្បាយយ៉ាងម៉េចទេ អ្នកមីងយន់នៅទីនេះទេហេតុអីក៏មិននៅទីនេះអញ្ចឹងអ្នកមីងយន់អ្នកមីងបាត់ទៅណាទេ អរគុណហើយណាសិនយេមកនេះលោកបានជួយខ្ញុំកុំឲ្យធានរកខាញ់ខ្ញុំ
ប្រាក់ហៅទឹកនោមស្ដាង Yummy ហៅទឹកនោមស្ដាង Yummy ជាផលិតផលជាមួយ CC នាងគឺជាអ្នករត់ភ្លើងរួចតែចង់រត់អញ្ចឹង មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង សិនទេលោកចង់សម្រាប់ខ្ញុំហើយឯង នាងពុះពៀឧបសគ្គជាច្រើនដើម្បីចូលក្បែរខ្ញុំតែនាងមិនបានយកខ្សែមកខាតអត់អំពើ ខ្ញុំសង្ស័យត្រឹមតែជាអ្វីដែលលោកមើលឃើញខ្ញុំសោះខ្ញុំស្មានតែ រឿងខ្លី7-5 ដង នាងលេចមកជាអ្នកចែកវានៅឈិនដកគ្រប់ក្បាច់ដើម្បីទាក់ទាញអារម្មណ៍ខ្ញុំនិយាយមកនាងត្រូវការអីឲ្យប្រកាសទៅ លុយឬមួយភ្លើងរលរៀល នាងត្រូវការខ្ញុំហ៎ លោកសិននេះពិតជាឆ្លាតមែនគ្មានអ្វីបាក់លោកបានទេតែមុននេះខ្ញុំស្មានតែលោកចង់បានខ្ញុំជាគូស្នេហ៍ហើយតែ ស្រីរៀបការរួចដូចជានាងគ្មានគេខ្មាស់មែន យកច្រែកថ្ងៃនោះបរិយាកាសរួចគេនិយាយថា 7-5 ដង លោកគ្មានអារម្មណ៍អ្វីលើខ្ញុំទេយើងជាប្តីប្រពន្ធគ្នាពួកយើងនឹងខំប្រឹងប្រែងធ្វើការរកចំណូលឲ្យកាស៊ីណូសូមជួយណែនាំពួកយើងផង នាងបោកគ្រប់គ្នាបានតែមិនមែនខ្ញុំនិយាយមកឬចង់ស្លាប់នាងឆាប់រើទៅ គ្រប់គ្នាសុទ្ធតែថាសើនាងនិងខ្ញុំស្រឡាញ់គ្នាតែវាត្រឹមតែជាការបោកប្រាស់ទេត្រឹមការសម្ដែងដែលគេសម្ដែងមកសាធារណៈការប៉ັດនោះគឺខ្ញុំបាត់បង់ប៉ាម៉ាក់តាំងពីក្មេងឬគ្មានផ្លូវណារាប់បានខ្ញុំត្រូវរំពឹងលើគេនឹងត្រូវស្ដាប់គេទ្រាំដៃទ្រាំជើងគេមិនមែនខ្ញុំមិនចង់រត់ទេតែខ្ញុំមិនអាចរត់បាន ទោះជាអញ្ចឹងវាមានអីតាក់ទងនឹងខ្ញុំទេ ខ្ញុំគិតថាលោកអាចមានអារម្មណ៍ខុសលើខ្ញុំលោកស្រីមកវិញហើយ យើងឈិនតាំង មុននេះនាងនៅទីនេះតែពេលនេះមិនដឹងទៅណាហើយទេ សិនជានៅរវល់មែនទេ មិនតន់ចេញមកនោះទេ មានតែនៅក្នុង ខ្ញុំត្រូវមានអារម្មណ៍ខុសលើនេះ ខ្លី7-5 ដង ពេលនេះយើងស្និទ្ធស្នាលហើយនៅបន្ទប់តែមួយលោកមិនចាំខ្ញុំចេញផង ជាងស៊ីឈួនដឹងឬក៏អត់នាងព្យាយាមជាខ្លាំងចូលក្នុងជីវិតគេដោយសារតែមានផែនការផ្សេងសោះ លោកចង់ប្រាប់នាងមែនទេ លោកប្តីយន់ឈិនអ្នកណា មានតែនៅក្នុង ជីវិតស្លាប់រស់នេះគ្មានអ្វីត្រូវខាតពីខ្ញុំទេ 7-5 ដង មែនហើយលោកស្រីខ្ញុំនឹងសន្យានៅក្នុងបន្ទប់ធ្វើការ លោកប្តីអ្នកទាំងពីរកំពុងធ្វើអីហ្នឹង លោកស្រីកម្មវិធីខុសកំណត់ធានថ្ងៃនេះរៀបចំអស់ហើយលោកស្រីមិននៅផ្ទះតែខ្ញុំចង់ឲ្យសន្យាទៅពិនិត្យមើលសិនថាធានពេញចិត្តដែរទេ លោកប្តីពិតមែនទេ មិនអញ្ចឹងនាងគិតថាខ្ញុំធ្វើអីជាមួយគេ មា នឹង នតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង ម៉ែល្ងាចដូចហើយកម្មវិធីចិត្តចាប់ផ្ដើមដូចគ្នាលោកប្តីតើចឹងទៅ រីករាយថ្ងៃ កំ កំណើត ណើន សន្យាអរគុណច្រើន រឿងអី រាល់ការមើលថែដែលគេបង្ហាញដល់ខ្ញុំសែនយូរ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 សន្យា ដង កាត់អីឬមកហូបថ្ងៃនេះមិនត្រូវចិត្តមែនទេ ឆាប់មកតាមខ្ញុំឈប់ឲ្យភ្លើងទៀតទៅគ្រួសារឈិនមិនស្វាគមន៍នាងទេឆាប់ចេញទៅ សន្យាហ៊ានផ្ដល់អ្វីជាមួយខ្ញុំទេ កុំមកលេងល្បិចអសោះ លឹកនេះផ្ដល់អ្វីដែលធ្វើឲ្យលោកលងខ្ញុំបានចាស់ អញ្ចឹងនាងចាញ់ហើយគ្រួសារតែងតែមកមុនជានិច្ចសម្រាប់ខ្ញុំ ប៉ាត់មែនទេប៉ុន្តែខ្ញុំដូចជាមានអារម្មណ៍ថាឈ្នះហើយ សិនជេអារងមានបានឆាយប្រវត្តិយួនឈានហើយនៅប្រវត្តិនាងគឺទៅទីស្អាតតែសិនជេរាល់របស់ដែលគ្មានទិសដៅសត្វតែគ្រោះថ្នាក់ហេតុអីក៏មិនធ្វើនាងបាត់ខ្លួនទៅសិនជេអញចង់ដឹងក៏អត់កុំអាង មានតែនៅក្នុង នាងធំក្លិនដូចជាជើងខាងខ្លីសើបរកបន្ត 7-5 ដង ដឹងពេលណាប្រាប់យើងផងអូខេអរគុណ អនាគតឈិនសិនច្បាស់ជាប្រយ័ត្នលឿននាងលើកដើមមិនខាននាងប្រយ័ត្នខ្លួនផង កំហឹងក៏ជាអារម្មណ៍មួយមនុស្សដូចជាឈិនសិនមិនមានអារម្មណ៍លើមនុស្សមិនសំខាន់ទេ វាក៏ត្រូវតា នុយពិតប្រកបត្រីច្បាស់ជាស៊ីដូច្នេះ
ខ្ញុំត្រូវការឲ្យលោកជួយខ្ញុំសម្ដែងអ្វីបន្តិច ហេតុអីថ្ងៃនេះមករត់តែម្លេះចុះជួនឈានវិញសើនាងបានទេហៅទៅហើយពេលនាងចេញទៅបានពួកលោកនាយកក៏ចេញតាមក្រោយដែរ មានតែនៅក្នុង page ពិភពរឿងខ្លី ខ្ញុំប្រាប់ហើយតែ 7-5 ដង ថាខ្ញុំមិនចង់ទៅកម្មវិធីអាក្រក់ទាំងអស់នោះទេ នាងគ្មានចំណុចឡើយកំប្រឹងរឿងសំណាងខ្លាំងពេក ខ្ញុំជាប្រពន្ធលោកមិនមែនសត្វធាតុទេ យើងប្រាប់ថាទៅនៅធ្វើស្អីទៀត ជួយផង ទៅអត់ឆាប់ឡើងអត់ឆាប់ឡើងទៅ ខ្ញុំបាត់បង់ความម៉ាក់តាំងពីក្មេងមករួចមិនអាចឧបត្ថម្ភខ្លួនឯងបានខ្ញុំបានតែពឹងពាក់គេប៉ុណ្ណោះដូច្នេះទៅខ្ញុំត្រូវស្ដាប់គេនឹងក្រុមដៃក្រុមជើងគេមិនមែនខ្ញុំមិនចង់រត់ទេ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង ជួយផងខ្ញុំសុំបង គាត់អត់ជឿមិនហ៊ានវាយលៀងហ៎ត្រូវហើយ លោកប្តីឈប់វាខ្ញុំទៀតទេ មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង ខ្ញុំដឹងថាខ្ញុំខុសហើយលោកប្តីអភ័យទោសឲ្យខ្ញុំផង សញ្ជេហេតុអីក៏លោកមកទីនេះ មាន ចេញ តែ ទៅ នៅក្នុង page ពិភពរឿងខ្លី7-5 ដង សុំទោស ឈិនសិន មានតែនៅក្នុង page ពិភពរឿងខ្លី ទីបំ 7-5 ដ ផុត ង វាបានឆេះររៀលដល់ក្នុងបេះដូងលោកហើយ លោកប្តីកាសសំណុថ្ងៃនេះមិនរវល់ទេមែនទេបានជាមកផ្ទះវិញលឿនបែបនេះ អ្នកណាប្រាប់នេះស្លៀកជប់បាត់ហ្នឹងដោះចេញទៅ លោកប្តីកុំតែសាអីខ្ញុំនឹងដោះចេញឥឡូវនេះលោកប្តីខ្ញុំត្រៀមខ្លួនរួចហើយ មានតែនៅក្នុង page ពិភពរឿងខ្លី លោកប្តី 7-5 ដង កុំផុសរបស់យើងទីយើងចាប់ពេកហើយយន់ឈិនរកពីនេះនាងគិតថាមួយណាមើលសំជាគីង បបកាឈុងវាជួយលើកស្បែកលោកស្រីឲ្យភ្លេ ត្រូវមិនចឹងយកមិញយើងពាក់ពណ៌កាឈូងអញ្ចឹងទៅបានជាលោកប្តីចូលចិត្ត លោកស្រីថ្ងៃនេះខ្ញុំឃើញដូចអារម្មណ៍ល្អដល់ហើយមិនសូវមិញមានអីល្អមែនទេ ហើយចាកំហុសរបស់សិនជេនឹងណាយកមិញតែពេញតែដល់ផ្ទះភ្លាមគេតម្រង់រកខ្ញុំសុកក៏ខ្លាចជាឆ្កែចចកមកផ្លែនខ្ញុំឃើញថាខ្ញុំត្រូវទៅមើលស្តុកកៅអៅបែរគេចូលចិត្តហើយ យិនស៊ីជួនឈ្នះលើកុកសោះមើលទៅត្រូវចាក់ថ្នាំកម្លាំងឲ្យឆាន់សិនហើយ សម្លេងអនាម័យ7-5 ដងទៅជាមាន sticker បាត់បើកពេលប្រើមិនបាច់ឲ្យទាំងចប់7-5 ដងអ្នកឯកទេសថែរក្សាស្ត្រី យួនឈានជាប្រពន្ធឯងហើយមិនចង់ផ្ដែផ្ដាំនឹងនាងទេអីលុយមិនសំខាន់សម្រាប់យើងទេអាយួនអាចយកសះទៅមើលទៅឲ្យខ្ញុំភ្លុំបន្តិចសិនមកអាយួននឹងខ្លាចជារបស់លោកហើយសម្រាប់ថាខ្ញុំនឹងដាក់ថ្នាំចូលទឹកដោះគោនាងដែលនាងចំណាំតែផឹងរួចហើយខ្ញុំនឹងបញ្ជូននាងទៅប្រអប់ VIP តែម្ដង សិនជេពួកម៉ាក់យើងនៅមន្ទីរពេទ្យបាននិយាយថាយួនឈានបានវះកាត់មុខពីម្ដងនាងប្រហែលជាព្យាយាមលុបបំបត្តិអតីតកាលហើយមើលទៅនាងពិតជាគ្រោះថ្នាក់ខ្លាំងណាស់យួនឈាន សិនជេយួនឈានមិនមែនជាមនុស្សធម្មតាទេកើតឲ្យលឿននាងមិនបានឡើយអូយសម្រាប់នេះពិតជាអស្ចារ្យណាស់ខ្ញុំលែងធ្វើអីទៀតហើយខ្ញុំលែងហើយចាំហើយលែងធ្វើហើយ ពីញ៉េអញពីអ្នកតែងរបបស្រីនៅក្លឹបរហូតយើងអស់វិចារនឹងពួកឯងហើយឆាប់និយាយប្រាប់យើងភ្លាមមកដៃខាងណាដែលឯងលោកលន់អ្នកចែកគ្នាយើង ខ្ញុំ មិននិយាយមែនទេចាំរត់ទេ យួនឈានសិនជេមកហើយយើងរួចហើយ ច្បាស់ហើយហ៎ថារស់នោះ នេះក៏ចង់ធ្វើអី សិនយេខ្ញុំនៅទីនេះ អូយលោកម្ចាស់ជួយចាំផងជួយចាំគេជំនួសជាផងលោកម្ចាស់កុំតែលោកម្ចាស់លោកម្ចាស់នាងកាត់អីដែរទី សិនយេហេតុអីលោកមកទីនេះខ្ញុំ
ខ្លាចខ្លាំងណាស់ មានតែនៅក្នុងเพจ សុំតែលោកសិន រឿងខ្លី7 ខ្ញុំគ្រាន់ 5 តែកណ្ដាស់ទេតែខ្ញុំដូចជាមិនសូវប្រក្រតីទេ ក្រែងនាងចង់ធ្វើជាស្រីរបស់ខ្ញុំហើយ មានតែនៅក្នុងเพจ ហេតុអីក៏នាងច្រើនចេញ 7 5 ដង សិនយេលោកធ្លាប់និយាយថាបន្តសំខាន់លោកគឺជាគ្រួសារខ្ញុំក៏ដូចគ្នាយើងមិនអាចអាត្មានិយមបានទេយើងគិតពីគ្នាទេនៅដាច់ដライពីគ្នាណា មានតែនៅក្នុងเพจពិភពរឿងខ្លី7 5 ដង អ្នកនាងគោលដៅរបស់អ្នកនាងគឺចូលក្បែរឈិនសិនហេតុអីក៏ច្រើនគេចេញទៅវិញ ថ្ងៃនេះគេជួយខ្ញុំឬគេមានអារម្មណ៍លើខ្ញុំផងដែរតែបើខ្ញុំទទួលក្តីស្រឡាញ់គេស្រួលខ្ញុំមិនខកអីពីសត្វចិញ្ចឹមគេទេដូចជាជាងស៊ីឈួនត្រឹមតែជារបស់ម្យ៉ាងខ្ញុំចង់បានច្រើនជាងនោះខ្ញុំចង់ឲ្យគេលងស្រឡាញ់ខ្ញុំស្លុងវងវែងនឹងខ្ញុំស្របពេលដែលបេះដូងជាងស៊ីឈួនប្រេះបាយជាជំរាក មានតែនៅក្នុងเพจ សូមចូលមកចា៎ 7 ចូលមក 5 ដង ចូលមកចា យើងចូលចិត្តមួយនេះចូលជួនឈិនវិញនាងថាមានរឿងនៅផ្ទះសុំច្បាប់មួយថ្ងៃយើងមិនអនុញ្ញាតអ្នកណាឲ្យនាងចេញទៅសិនយេលោកមិនដែលខ្វល់ពីបុគ្គលិកដាក់ច្បាប់ទេចុះហេតុអីក៏លើកនេះស្រីម្នាក់ចង់មកក៏មកចង់បាត់ក៏បាត់សោះតែចិនចង់លេងល្បិចជាមួយខ្ញុំផងសិនយេលោកស្រឡាញ់យួនឈិនហើយមែនទេ សម្លេងអនាម័យ7 5 ដងត្រជាក់មានស្ទីគ័របាត់បើកពេលប្រើមិនបាច់ហើយកញ្ចប់7 5 ដងអ្នកឯកទេសថែរក្សាស្ត្រី ប៉ាមកផ្ទះវិញហើយ មាន បាន តែ តែ នៅ កូ ក្នុង ន เพ នេះ จ ទើបបានជាបាត់ចាំមកផ្ទះ 7 5 ដង ក៏ខាងមកលេងកូនដូចគ្នាខ្ញុំនឹកគាត់ខ្លាំងណាស់លោកប៉ាឲ្យការងារគាត់ធ្វើច្រើនដល់គ្មានពេលមកលេងជាមួយខ្ញុំមែនទេប៉ាចិត្តខ្លាំងណាស់ប៉ាចិត្តខ្មៅ អ្នកមីងយួនគឺជាមិត្តភក្តិរបស់ម៉ាក់កូនគួរតែសួររឿងនេះពីម៉ាក់កូនទៅ ជាងស៊ីឈួនឆាប់តែរកអ្នកមិនយន់ភ្លាមទេខ្ញុំនឹកគាត់ខ្លាំងណាស់ខ្ញុំចង់ជួបគាត់ឥឡូវនេះឈិនធីនកុំនិយាយតែជើងបែបនេះយើងជាម៉ាក់របស់ឯងណាតិចត្រូវជឿវាយឥឡូវហ្នឹងថាមិញនាងមិននៅកាស៊ីណូទេអី ខ្ញុំមានបញ្ហាផ្ទាល់ខ្លួនតែសុំច្បាប់សម្រាប់ មានតែនៅក្នុងเพจពិភព ណាច រង់ឹងខ្លី ចាំនិយាយគ្នាទៀត 7 5 ដង ធីនគេចាំជួបនាងមិនយន់ប្រំហែងគាត់មកហូបបាយល្ងាចជុំយើងនៅថ្ងៃនេះយេវ៉ាក់ម៉ាំង ចាលោកស្រី រៀបចំតុបាយល្ងាចថែមមួយទៀតផងណា ចា យើង បាន មានភ្ញៀវត្រូវឲ្យសិនជេមានបាយល្ងាចជាមួយផងកុំបាញ់ចាច់ចំណែកគេ ចា ឯង យល់ហើយ ខ្ញុំធ្លាប់ញ៉ាំបាយជាមួយធានធានពីណាពីណីមកហើយញ៉ាំបាយជុំគ្នាសិនទៅចាំចេញទៅក្រៅ ល្អខ្លាំងណាស់យប់នេះប៉ាសម្រាប់ចិត្តនឹងអ្នកមានយួនសិតតែនៅជាមួយខ្ញុំតែម្ដងហើយ តោះនាំគ្នាទៅរលេងសិនទៅ យួនឈិនតាំងពីធានជួបនាងកាលពីលើកមុនគេតែងតែទាចង់ជួបនាងក្រហុនអរគុណច្រើនណាស់ដែលជួយរឿងពិធីខូបលើកមុននោះ 7 5 ដង លោកស្រីនឹងសិនយេជួយពួកយើងមកច្រើនដូចគ្នាខ្ញុំនឹងស្វាមីគួរតែធ្វើអ្វីតបស្នងខ្លះដែរហើយសិនយេខានជួបគ្នាយូរហើយណា បើចង់នរណាគេអាចទាដល់បាត់ទៅថាវាមើលមកតំភ្លឹមចាក់នេះនោះ ត្រឹមជាពេលតឹងខ្សោយមួយប៉ុណ្ណោះសុំតផងបើសិនធ្វើឲ្យលោកស្រីភ្ញាក់ផ្អើលលោកស្រីខ្ញុំយករបស់ម្យ៉ាងឲ្យលោកស្រីដូចគ្នា មានតែនៅក្នុងเพจពិភពរឿង ខ្ញុំ ខ្លី ធ្លាប់សិក្សាគ្រឿងក្រអូបពីមុនមកក្លិនអាចជួយដាស់អារម្មណ៍និងរំញោចអារម្មណ៍ទៀតផងខ្ញុំសង្ឃឹមថាក្លិនទៀនក្រអូបនេះអាចជួយឲ្យលោកស្រីនិងសិនយេនៅចិត្តដិតនឹងគ្នាយប់នេះជាងមុនផងចាស់ មានទៅអត់ណាក្លិនអីទៅ វាជាឈើអែមខ្មៅក្លិនថ្លៃនិងអាចកំបាំងខ្លាំងហៅថាអនុសា លោកប្តីសាហាត់ក្លិននេះទៅ បើហិតវារត់តែអាចមកភ្លេចបានដែរ ហេតុអីមិនសក់សិនទេសិនយេ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5 ដង ចូលចាត់ទីង ចូលចិន អ្នកមិនយន់មិញមកហើយខ្ញុំនឹងអ្នកមិនខ្លាំងណាស់ មិញក៏នឹកដូចគ្នា គ្រូប្រចាំថ្នាក់បង្រៀនវិជ្ជាធ្វើដីអត់ដែរខ្ញុំធ្វើការឲ្យមិញដូចគ្នានៅក្នុងរៀនដាក់ អត់មានទេឲ្យមិញមើលបន្តិចមើល
មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង សិនយេជាងសិជួននៅទីនេះណាចាប់បើគេសង្កេតយ៉ាងនោះ ស្រេចតែគេទៅ ចាស់ធានធានចាប់បើធានធានឃើញយើងសិនយេនេះហួសហេតុហើយ មានតែនៅក្នុងเพจពិភពរឿងខ្លី លោកស្រី 7 ខ្ញុំ 5 ទៅ ដ ប្រ ង ចាំបានថាមានការសំខាន់នៅផ្ទះខ្ញុំត្រូវទៅវិញហើយធានធានមីងពេញចិត្តកាដូដែលក្មួយឲ្យណាថ្ងៃក្រោយខ្ញុំហូបបាយល្ងាចទៅចា បាយបាយ បាយបាយ អេលោកប្តីក្រែងថាបងនៅហូបបាយល្ងាចជុំនេះមែនទេ នៅកាស៊ីណូមានរឿងខ្ញុំត្រូវទៅមើលសិន មើលទៅដល់ពេលបិទសំណាញ់ហើយហេតុអីខ្ញុំទៅស្រឡាញ់អ្នកមិនគួរស្រឡាញ់ទៅវិញបើសិនខ្ញុំបានជួបគេលឿនជាងនេះវាជួយចាប់តែជាងនេះហើយមើលទៅ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង បាននេះមិនចាក់ចោលខ្ញុំអញ្ចឹងពេលនេះលែងមានច្រោះហើយ ប្រើសម្លេងអនាម័យស្ដាងប្រើស៊ីស៊ីក្រហមស៊ីស៊ី សិនយេខ្ញុំមិនចង់ឲ្យលោកធ្វើការសម្រេចចិត្តមិនល្អត្រឹមតែការឆ្លុះបង្វែងមួយរំពេចទេ បើវាមិនមែនមួយ មាន រំពេច តែ វិញ នៅក្នុងเพจពិភពរឿងខ្លី7 5ដង ខ្ញុំច្បាស់លាស់ជាមួយនាង ខ្ញុំដកជាប់នឹងជីវិតគោបែកបាក់ឈឺចាប់នឹងនឿយហត់ដូច្នេះទោះខ្ញុំស្រឡាញ់លោកប៉ុណ្ណាខ្ញុំមិនអាចជឿត្រឹមតែពាក្យសម្ដីខ្យល់ដែលលោកថាច្បាស់លាស់ទេ អញ្ចឹងនាងប្រាប់មកតើខ្ញុំត្រូវធ្វើបែបណាទៅ ពិសោធន៍វាទេបាទទៅរកខ្ញុំថ្ងៃស្អែកក្រោយរួចខ្ញុំនឹងធ្វើជារបស់លោក មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង លោកប្តីបងតែមើលខូបកំណត់របស់ខ្ញុំក្នុងប្រអប់ទិនរហូតមិនមែនបងត្រៀមកាដូផ្ទះផ្អើលអីទេណាអញ្ចឹងយើងនៅផ្ទះជប់លៀងចេញទៅអត់ទេ បាទលោកទៅរកខ្ញុំថ្ងៃស្អែកក្រោយរួចខ្ញុំនឹងធ្វើជារបស់លោក លោកប្តីចេះបងមែនទេ លោកស្រី មានតែនៅក្នុង រីករាយថ្ងៃកំណើត រឿងខ្លី7 5 គឺ ដង នាងជាអ្នកត្រៀមរបស់អស់នេះឯងហើយចុះសញ្ជេវិញនោះ ព្រឹកនេះខ្ញុំមិនបានឃើញគាត់ទេលោកស្រីកុំកាត់ច្រើនពេកអីនៅកាស៊ីណូរវល់ណាហើយសញ្ញេមានរឿងត្រូវដោះស្រាយច្រើនលោកស្រីជាប្រពន្ធគេក៏មានឯកក្នុងថ្នាក់ជាមួយគ្នាអីបើលោកស្រីចង់ជប់លៀងខុសកំណត់ជាមួយគាត់លោកស្រីត្រូវតែធ្វើសកម្មភាពទេខ្ញុំបានត្រៀមរកដល់លោកស្រីដែរលោកស្រីរកនេះលើគ្រូលោកស្រីពិតជាអស្ចារ្យណាស់រួចលោកស្រីប្រាប់ថា មាន ស តែ ញ្ញេ នៅ ស្រឡាញ់ ក្នុង ពូការឈប់ ពិភព ទេ រឿងខ្លី7 5ដ ខ្ញុំ ង តាំងចិត្តរើសមកឲ្យជាពិសេសផងលោកស្រីមិនពាក់វាយប់នេះរួចទៅរកគាត់ទេហើយសោយសុករីត្រីដល់សានរ៉ូមែនទិកទេ អញ្ចឹងចេះទៅហើយ ឈិនសិនចាំមើលថាលោករើសផ្លូវមួយណាដែរ សិនជេលោកស្រីថាជប់នេះរងចាំលោកនៅសន្តាគារ Garden បន្ទប់307 យប់នេះបន្ទប់312សន្តាគារ Garden ខ្លី7 5ដង ជួបគ្នានៅទីនេះថ្ងៃស្អែកក្រោយបាទទៅរកខ្ញុំឬខ្ញុំនឹងធ្វើជារបស់លោកលោកប្តីមកដល់ហើយឯង លោកស្រីជាងខ្ញុំគឺជាមេការសន្តាគារ Garden ស្រាបារាំងមួយនេះផលិតនៅឆ្នាំដែលលោកស្រីកើតក្នុងតំណាងឲ្យសន្តាគារជូនពរថ្ងៃកំណើតលោកស្រីផងលោកមកហើយឯង នៅពេលនេះនាងជឿថាខ្ញុំស្រឡាញ់នាងហើយនៅ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង អាំងទឹករួចរាល់ហើយចាំមកផ្លែ ជួនឈាននឹងណា លោកស្រីមានរឿងអី
ខ្ញុំក៏សន្តាគេឲ្យពួកយើងតែសិនជេបាត់ខ្លួនហើយខ្ញុំស្រឡាញ់គេណាហេតុអីក៏គេធ្វើដាក់ខ្ញុំបែបនេះ លោកស្រីយប់នេះគាត់មិននៅជាមួយលោកស្រីពេញមួយយប់រួចមិននិយាយពាក្យថារីករាយថ្ងៃកំណើតផងមែនទេ គេបាត់ខ្លួនហើយ លោកស្រីហេតុអីមិនសាតែទៅរកគេម្ដងទៀតទេ ខ្ញុំតែគេនឹងសឹកហើយគេមិនលើកទេអារម្មណ៍គេមិននិយាយអីទៀតយន់ឈៀននឹងថាគេនៅជាមួយស្រីផ្សេងយើងចង់កាត់ឈួតហើយពេលនេះយើងគួរធ្វើយ៉ាងម៉េចទៅ លោកស្រីស្ងប់អារម្មណ៍ហើយដកដង្ហើមឲ្យវិញគិតផ្ទុយពីគ្នាវិញលោកស្រីពឹងផ្អែកលើគេខ្លាំងដល់ថ្នាក់នឹងមិនដែរទេលោកស្រីមិនអាចរស់ដោយគ្មានគេទេ គេជាគ្រប់យ៉ាងរបស់យើង តែនៅក្នុង កាលពី6ឆ្នាំមុនថ្ងៃកុំកំណត់យើងវាជាយប់ដែរឈិនគ្រប់ធ្វើពិធីជប់លៀងគ្រប់គ្នាផ្លេចថ្ងៃកំណត់យើងអស់លើកលែងតែគេកាន់នំខេកតូចយកមកឲ្យខ្ញុំពេលនោះខ្ញុំស្រឡាញ់គេតែម្ដងខ្ញុំត្រូវការគេយើងត្រូវការគេណាយន់ឈិនមកកំដៅយើងតិចមកយើងអត់អាចថោកខ្លួនឯងខ្លាំងណាស់យើងឯងក៏ខ្លាំងទៀតយើងសុំបង លោកស្រីយប់នេះខ្ញុំនៅក្រៅតែកំព្រួយចាប់យប់នេះទេខ្ញុំច្បាស់ជាជួយផ្សះផ្សាជាមួយសិនយាយឲ្យ ប្រាក់សម្លេងអនាម័យស្ដាងប្រាស៊ីស៊ីក្រហមស៊ីស៊ី អរគុណដែលមកយប់នេះមិនថាខ្ញុំនៅទីងងឹតលោកក៏ធ្វើឲ្យខ្ញុំទទួលបានការស្រឡាញ់ដែរ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5 ដង ជារបស់លោកហើយជាងស៊ីឈួនរីករាយថ្ងៃកំណត់លេខទូរស័ព្ទដែលលោកអ្នកបានហៅត្រូវបានបិទ ហេតុអីទៅឈិងសិនលោកជាអ្វីដែលខ្ញុំមានហេតុអីក៏ធ្វើដល់ខ្ញុំបែបនេះហេតុអីទៅ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5 ដង ដោះទៅ អ្នកស្រីនៅត្រង់នេះធ្វើអី ស្ដាប់មិនយល់លេងយើងឲ្យដោះចេញទៅ លោកប្តីថ្ងៃនេះជាថ្ងៃគោកកំណត់ខ្ញុំហេតុអីក៏បោះទៅជាមួយខ្ញុំ ពិភពរឿងខ្លី7 5 ដង ខ្ញុំត្រូវការនាង ពេលមនុស្សយើងអស់សង្ឃឹមគេបាត់បង់ភាពជាខ្លួនឯងជាងស៊ីឈួនផែនការនេះគួរឲ្យតាក់ទាញទៅហើយ លោកប្តីអាសិនប្រាប់ថាស្រឡាញ់អូនមក ប្រពន្ធស្រឡាញ់បងស្រឡាញ់អូនបងស្រឡាញ់តែអូន មានផតាំងនេះបូករួមនឹងបេះដូងឈិនសិនវាគ្រប់គ្រាន់អស់នាងទៅនរកហើយកាយលោកធ្លាប់ថាខ្ញុំជាមនុស្សគ្រោះថ្នាក់ឯងហេតុអីចូលក្បែរទៀត រាប់ឆ្នាំមកនេះស្រីដែលចូលមករកខ្ញុំសុទ្ធតែមានបំណងលុយអំណាចភាពថិតថេរនិងជីវិតសំណុកសុខស្រួលមានតែនាង មាន ទេ តែនៅក្នុងเพจ ដែល ពិ ត្រូវ ភព ការ រឿង ខ្ញុំ ខ្លី នាងល្អដាក់ 7 ខ្ញុំ 5 ដង ល្អដាក់ធានពេលនេះខ្ញុំស្រមៃថាខ្ញុំប្រហែលជាមានគ្រួសារពិតហើយនាងធ្វើឲ្យខ្ញុំគិតថាខ្ញុំអាចមានជីវិតស្ងប់សុខនិងសាមញ្ញបាន តែបើខ្ញុំប្រាប់លោកថាខ្ញុំដែលលោកស្គាល់មិនមែនជាខ្ញុំនោះ ខ្ញុំព្រមទទួលចូលជឿមិនជឿបេះដូងខ្ញុំមិនដែលលូតឲ្យអ្នកផ្សេងឡើយមានតែនាង តែជាងស៊ីឈុនគឺជាភរិយាលោក ខ្ញុំមិនដែលស្រឡាញ់នាងទេ6ឆ្នាំមុនមានគេដាក់ថ្នាំខ្ញុំនៅជាមួយគេមួយយប់ទើបបានធានតាមពិតទេកាលនោះគេមិនបានតាំងចិត្តបង្ខំនាងឡើយ តាំងពីពេលនោះមកខ្ញុំរក្សាគម្លាតខ្លួនជាមួយនឹងស្រីស្រីដើម្បីកុំឲ្យវាកើតឡើងម្ដងទៀត អរគុណណាស់ដែលស្រឡាញ់ខ្ញុំក្រោយពីម៉ាក់ខ្ញុំស្លាប់ខ្ញុំមិនដែលគិតថាមានអ្នកស្រឡាញ់ខ្ញុំពិតទេប៉ុន្តែសុំតផងខ្ញុំមិនតាន់ទាញជាងស៊ីឈួនចូលជាសពអាក្រក់បានសម្រេចទេខ្ញុំត្រូវការប្រើលោកនាងរៀបការចូលគ្រួសារជាងយូរណាស់ហើយនៅមិនតាន់ដឹងច្បាប់ទម្លាប់ទៀតយើងជាគ្រួសារចាស់បុរាណមិនមែនផ្ទះតូចតាចនោះឡើយស្វាមីឯងធ្វើការធ្ងន់រៀងរាល់ថ្ងៃត្រឹមគេភ្លេចថ្ងៃកំណត់ឯងហ៊ានមកប្តឹងយើងផងមើលទៅនាងមិនតាន់អាចខ្លាចជាលោកស្រីត្រកូលឈិនបាត់ឡើយ ម៉ាក់ខ្ញុំសុំទោសខ្ញុំមិនមែនចង់បានអីចឹងទេ កុំភ្លេចឲ្យសោះត្រកូលជាងដួលរលំហើយរួចឯងបានត្រឹមរំពឹងលើអាសិនប៉ុណ្ណោះជាជាងមកប្តឹងរអ៊ូឯងគួរតែផ្ដោតលើអ្វីដែលជាបញ្ហាចេញទៅបើឯងឲ្យកូនប្រុសយើងមិនបានចេញឲ្យឆ្ងាយទៅចាំយើងឲ្យគេផ្សេងធ្វើវិញ ម៉ាំងរឿងនោះខ្ញុំនឹងសិនជេមានគម្រោងហើយប៉ុន្តែពេលនេះគេផ្ដោតលើអាជីវកម្មសិនខ្ញុំថាយើងគួរតែចាំសិនទៅ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5 ដង ហៅឡូ ក្លឹបស្អាតប្រាខោទឹកនោមស្ដាងយ៉ាមីហោទឹកនោមស្ដាងយ៉ាមីជាផលិតផលជាមួយស៊ីស៊ី នឹងឈួនហ៊ានធ្វើយើងខឹងផងហីសុំទៅផងស្រីចង់មកមែនទី
ខ្ញុំសូមទោសផងលោកស្រីចាំខ្ញុំជួយចាស់ 7-5 ដង លោកស្រីនេះស្រស់ស្អាតមែនទែនសូម្បីតែស្បែកចឹងក៏ចាញ់ចាំងដែរមិនប្លែកទេដែលសិនជារៀបការជាមួយស្រីគ្រប់រូបចំណានខ្លាំងណាស់ សិនជេមិនទាន់អធិប្បាយអីនឹងយើងសោះតាំងពីជុំមិញម្លេងតើវាបានន័យថាចាំមិនទៅ លោកស្រីនេះជាពេលដែលត្រូវរងាប់អារម្មណ៍ឡើងហើយ មិនទីបើយើងចាំជួយជាងនេះយើងនឹងឡប់សតិង លោកស្រីហេតុអីលោកស្រីមិនសាកឲ្យចាស់ទុំត្រកូលឈិនជួយនិយាយឲ្យទេ គ្មានអ្នកណាពេញចិត្តជាងទីព្រឹកមិញយើងទៅជួបម៉ាក់ក្មេងសង្ឃឹមថាគាត់ជួយនិយាយឲ្យតែផ្ទុយទៅវិញគាត់បែរជាបន្ទោសយើងថាយើងមិនចេះមើលកូនប្រុសខ្លួនរួចប្រាប់ឲ្យយើងមានកូនពីរ3 មាន ទៀត តែនៅក្នុង page ពិភពរឿងខ្លី លោកស្រីតើលោកជំទាវឈិនចង់ឲ្យមានកូនប្រុសមែនទេ អ្នកដឹងបានយ៉ាងមិញ បើអញ្ចឹងមែនវាជាល្បិចហើយបើលោកជំទាវឈិនផ្ដោតលើចៅប្រុសខ្លាំងអញ្ចឹងចាស់បើសិនជាស្រីផ្សេងគេមានវិញនោះលោកស្រីខ្ញុំនិយាយច្រើនពេកហើយខ្ញុំសុំទោស បន្តទៀតមក បើស្រីខាងក្រៅនោះធ្វើឲ្យមានកូនប្រុសមុនអញ្ចឹងលោកជំទាវឈិន យន់ឈានមកតែយើងតាមចិត្តនាងពេកហើយពេលនេះនាងហ៊ាននិយាយតាមពេកចិត្តណាស់ លោកស្រីខ្ញុំដឹងថាដែលខ្ញុំនិយាយបំបាក់ទឹកចិត្តលោកស្រីតែខ្ញុំត្រូវតែនិយាយព្រោះបំណងល្អទេ មាន នៅ តែ ពេល នៅ នេះ ក្នុង រឿងដែលសំខាន់បំផុតត្រូវយកចិត្តចាស់ទុំសិនទេ និយាយបន្តមក តាមពិតទេមើលដឹងគឺស្រួលណាស់ថាប្រុសក្បត់ឬក៏អត់គ្រាន់តែយកចិត្តទុកដាក់ពីរឿងលំអិតទេមនុស្សប្រុសក្បត់តែតែកិច្ចបេះខោអាវខ្មែរវាអាចមានសក់ស្រីផ្សេងជាប់បានរួចហើយអាចមានរបស់ស្រីផ្សេង មាន នៅ តែ លើ នៅ ឡាន ក្នុង ដែរ page ពិភពរឿងខ្លី 7-5 ដង នឹកលោកណាស់ នឹកដូចគ្នា ស្នេហាដូចជាការក្អកមិនងាយអាចលាក់បាំងបានពេលប្រុសម្នាក់ធ្លាក់ក្នុងអន្លង់ស្នេហ៍ក្តីសុខគេដែលមិនអាចគ្រប់គ្រងបាននឹងបំផ្លាញគេមុនគេ មានតែនៅក្នុង page ពិភពរឿងខ្លី 7-5 ដង លោកស្រីកាត់អីដែរទេ សិនជេគេពិតជាមានស្រីផ្សេងពិតមែន លោកស្រីខ្ញុំយល់អារម្មណ៍នេះណាស់ មានតែនៅក្នុង ជីវិតគ្រួ page សារអ្នកមានមិនស្របដូចការកាត់នោះទេមនុស្សជាច្រើនគ្មានថ្ងៃយល់ទេវាអាចឈឺចាប់បើសុខបានភាពស្ថិតទេអ្នកត្រូវសាំងចំណងស្អិតរមួតមិនអញ្ចឹង មិនចឹងអីទេ ធ្វើតាមរបបមានម្ដាយក្មេករួចមានកូនប្រុសទេ មិនមែនជាមិនចង់ទីប៉ុន្តែយើងមិនអាច លោកស្រីមិនអាងតើវាមានន័យថាម៉េចទេ កុំសួររឿងដែលមិនគួរសួរអី មិនអាចទេតើដែលមកជាមួយជាងស៊ីឈុនជាអ្នកណាយើងមិនដែលឃើញគេទេ ពិភពរឿងខ្លី 7-5 ដង លោកគ្រូពេទ្យបាតូងខ្ញុំជឿជាក់លើសមត្ថភាពរបស់លោករហូតមកដរាបណាលោកព្យាបាលរោគស្ត្រីរបស់ខ្ញុំបានលោកចង់បានអីក៏ថាមកចង់ លោកស្រីជាងអាការៈរបស់អ្នកស្រីគឺហួសពេលហើយរួចអ្នកនាងហួសវ័យក្នុងការព្យាបាលផងដែរខ្លាចក្រែងតែมันអាចទទួលបាននៅអ្វីដែលអ្នកត្រូវការ យើងជាងស៊ីឈួនខំស្រវ៉ាតង់បានមកដល់ពេលនេះដើម្បីចាញ់អាពួកគ្មានប្រយោជន៍នេះមែនទេបើយើងមិនបានប្រើជាងស៊ីនីងឲ្យបង្កើតនាងគ្មានចង្រៃស៊ីងធានទេនោះខ្លាចថាយើងមិនបានតែឈានជើងចុកតែតកូលឈិននោះ តាមពិតកូនយើងមិនតន់ស្លាប់ឡើយធានគឺជាកូន តែ យើ នៅ ង ក្នុង page ពិភពរឿងខ្លី 7-5 ដង អរគុណដែលនាងល្ងងខ្លាំងឲ្យយើងដឹងការពិតកុំព្រួយយើងនឹងតបស្នងឯងម្ដងបន្តិចចាប់បានលើហើយចាប់លើហើយណាមកសង្ឃឹមថាបានអបកូននៅក្នុងដៃនេះបានឃើញភាពស្រស់ស្រាយនិងរីករាយរបស់កូនតែវាប្រថុយខ្លាំងពេកហើយដើរខុសមួយជំហានគ្រប់យ៉ាងរលាយបានមកត្រូវរងចាំសប្បាយណាស់ លោកបេតាធំមួយរយៈនេះបាត់ទៅណាផ្លេចខ្ញុំហើយមែនទេ មានតែនៅក្នុង ខ្ញុំវិញនោះ ខ្លី 7-5 ដង លោកបេតាធខ្ញុំលើពីលោកច្រើនណាស់តើលោកអាចរំផឹកជាមួយខ្ញុំទេកុំអានតែសាផឹកធម្មតាវាសាមញ្ញពេកយើងរកអីរំជុលលេងទេ បាននាងលេងអ្វីខ្ញុំនឹងចូលរួមដែរ ខ្លាចស្អកស្អាតប្រើខោទឹកនោមស្ដាង Yummy ខោទឹកនោមស្ដាង Yummy ជាផលិតផលជាមួយ CC លេងធំតូចទេបើលោកឈ្នះលុយទាំងនេះជារបស់លោកតែបើលោកចាញ់លោកពេទ្យបាត់ធត្រូវតែសន្យានឹងខ្ញុំម្យ៉ាង តើអ្វីទៅ ចាំខ្ញុំប្រាប់ឲ្យដឹងអ្នកឈ្នះទៅចាស់ មានតែនៅក្នុង page ពិភពរឿងខ្លី ថា 7-5 លោ ដ ក ង ខ្លាចនោះលោកគ្រូពេទ្យ ចែកពីមក សល់តែមួយសន្លឹកទៀតទេលោកពេទ្យបាត់ធតើលោកចាក់ធំឬតូចដែរ នៅកស្អីទៀតទៅគឺតូចនោះហើយ សំណាងមិនមានសោះលោកពេទ្យបាត់ធលោកចាញ់ហើយការភ្នាល់គឺភ្នាល់ពេលនេះលោកត្រូវការរក្សាសន្យាហើយ នាងត្រូវការស្អី ខ្ញុំត្រូវការ
ប្រវ មាន ត្តិ តែ ការ នៅ ព្ ក្នុង យាបាល ពេទ្យពិភពរឿងខ្លី ជាងស៊ីឈួន 7 តាមដង ជាងស៊ីឈួននាងនេះហ៊ានណាស់បើគ្មានអ្នកណាផ្ញើសាររឿងនេះមកយើងគ្មានថ្ងៃដឹងថាមានមន្ត្រីក្នុងគ្រួសារយើងនោះឡើយមិនចម្លែកតែនាងគិតតែពីរកលេះបើនាងមិនអាចមានកូនបានឆាប់ចេញភ្លាមទៅ ម៉ាំងច្បាស់ជាមានអ្នកណាតាំងចិត្តមុតបង្កាច់ខ្ញុំច្បាស់ណាស់កុំជឿពួកគេអសិនណាខ្ញុំនៅក្មេងខ្ចីសុខភាពក៏ល្អមិនអាចមានរោគស្ត្រីមួយយ៉ាងខ្ញុំក៏កាត់ធានធាន មក មក ហើ ហើយ មកនិយាយយើងមើលតែលទ្ធផលប៉ុណ្ណោះ តែនៅក្នុង បើឯងមិនទង្វើនៅចុងខែនេះទេយើងច្បាស់ជាឲ្យអាសិនលេងលះឯងហើយជាងស៊ីឈួននាងចូលចិត្តកាដូដែលយើងឲ្យទេលោកស្រី ជឿឈិននឹងអ្នកណា លោកស្រីតើចង់ធ្វើអី យើងកំពុងប្រាប់ការសម្ងាត់ដល់ឯងហ៊ានតែឯងមិនចេញត្រឹមតែខ្យល់យើងនឹងឲ្យឯងស្ដាយក្រោយមិនខាន មានតែនៅក្នុងពេទ្យពិភពរឿង កុំព្រៃលោកស្រីមួយមកក៏ខ្ញុំមិននិយាយដែរបើមិនយកខ្ញុំទេនោះអាចសម្រាប់ខ្ញុំភ្លាមបាន យើងលែងពពោះបានទៀតហើយតែយើងត្រូវតែមានទម្ងន់ក្នុងខែនេះមិនដូច្នោះទេយើងបាត់បង់សិនជារហូតហើយពេលនេះយើងមិនដឹងថាធ្វើយ៉ាងម៉េចទេ លោកស្រីវាអាចមានវិធីផ្សេងដែរតែ ប៉ិតមែនទេ លោកស្រីអាចរកអ្នកណាម្នាក់ដែលទុកចិត្តមកពពោះទេសាក់កាត់តែមើលពោះអាចមិនមែនលោកស្រីតែក្មេងនោះជារបស់លោកស្រីពេលរក្សាតំណែងនៅត្រកូលឈិនបានហើយចាំបងឲ្យគេតែក៏ចោះ ពិភពរឿងខ្លី វាជាច្បាស់ល្អដែរតាំងប៉ុន្តែយើងត្រូវរកអ្នកដែលស័ក្តិសមមកពីណាទៅនាងអាចធ្វើបានទេ ខ្ញុំមិនអាចទេលោកស្រីខ្ញុំជាប្រពន្ធសឿនាងណា តែហើយដូច្នេះទើបនាងជាអ្នកស័ក្តិសមបំផុតនាងមានស្វាមីហើយ មាន ចឹង តែ គ្មានគ្រប់ភេទអីទេបើជាស្រីខ្មុំជាងពេកព្រួយគេនឹងចាប់សិនជេមិនខាននោះឡើយ មិនទេលោកស្រីលោកស្រីខ្ញុំមិនមែនធ្វើដើម្បីលុយទេ ខ្លាញ់នាងថាចំសងគាត់ដល់ជើងនោះអីមិនថាផ្លូវណាបាននោះទេយល់ឈិនបើនាងធ្វើឲ្យខ្ញុំធានាថាធ្វើឲ្យនាងហើយនឹងសឺនាងជោគជ័យមិនខានលោកប្តីធ្វើការជប់ទៀតហើយហ៎ មានតែនៅក្នុងពេទ្យពិភពរឿងខ្លី7 តាមដង ឆាប់សម្រាប់ផងណាឆាប់សម្រាប់ផង មានរឿងស្អីទៅមិនក៏ជប់នេះក្តៅម្ល៉េះ មានតែនៅក្នុងពេទ្យពិភពរឿងខ្លី7 តាមដង ជាងស៊ីឈួននាងមកទីនេះធ្វើស្អីឆាប់ចេញទៅ បើលោកមិនបញ្ចេញវាមកទេនោះវេទនាមិនខាន ឈិនហេតុអីក៏នាងនៅទីនេះ ជាងស៊ីឈួនជាអ្នកសុំឲ្យខ្ញុំមក ជាងស៊ីឈួនគេសុំឲ្យនាងមកតើគេធ្វើស្អីទៅ គេសុំឲ្យខ្ញុំមានកូននឹងលោកកាត់យ៉ាងម៉េចវិញ ខ្លះស្អាតប្រើខោទឹកនោមស្ដើងយ៉ាមីខោទឹកនោមស្ដើងយ៉ាមីជាផលិតផលជាមួយ CC បាន មានតែនៅក្នុងពេទ្យពិភពរឿងខ្លី7 តាមដង ខ្ញុំដូចជាធ្លាប់ជួបនាងពីមុន លោកកាត់ថាយើងជួបគ្នានៅទីណាដែរ នាងមានទៅវាមានលីបៃកាលពី6ឆ្នាំមុនដែរទេ មិនទេមានអីទេ កាលនោះខ្ញុំជួបមនុស្សស្រីម្នាក់ គេ មាន នោះ តែនៅក្នុង ជាមនុស្សបែបណា រឿងខ្លី អ្នកដែលធ្វើឲ្យខ្ញុំស្ងប់ស្ងាត់គេមានក្លិនតែមួយជាមួយនឹងនាងកុំឲ្យគេរត់បានអសោះតាមគេទៅចាប់គេបានជប់ភ្លាមចាប់គេបានកុំឲ្យគេរត់រួចជប់ភ្លាម កាខ្ញុំ បើមិនចង់ស្លាប់បិទមាត់ទៅថ្ងៃនេះឈិនសឹងគេនៅម្នាក់ឯងបើមិនសម្លាប់គេពេលនេះទេលើកក្រោយយើងនឹងខ្លាចជាសាសសពហើយ មានតែនៅក្នុងពេទ្យពិភពរឿងខ្លី7 តាមដង នេះធ្វើស្អីនឹង នេះជាឆាអែមខ្មែរវាទៅការជួយចាប់នឹងឈាមបានតែបើផ្សំខំវានឹងខ្លាចជាថ្នាំពុលខ្លាំងដល់ថ្នាក់សម្រាប់ដំណេកបានទៀត
ខ្ញុំមិនបាននិយាយលេងទេណាទៅសិនហើយនេះប្រអប់យកទៅលាបម្ដងបន្តិចមួយថ្ងៃម្ដងមួយអាទិត្យលោកជាហើយតាមពិតប្រុសដែលខ្ញុំជួយកាលនោះគឺជាគេតាមពិតខ្ញុំជាសមោលស្រីម្នាក់នោះសោះ 7-5 ដង ខ្ញុំខានជួបនាងយូរហើយបេះដូងរបស់ខ្ញុំនាងគឺជាមនុស្សតែម្នាក់គត់ ខ្ញុំត្រៀមគ្រប់ជំហានរួចអស់ទាញគេចូលមកខ្ញុំក៏ទទួលបានបេះដូងគេមែនទេអតីតកាលមិនមែនបញ្ហាទេបញ្ហាពេលនេះគឺខ្ញុំជាមនុស្សតែម្នាក់ក្បែរកាយលោកសញ្ញេខ្ញុំត្រូវការលោក នាងហៅខ្ញុំថាម៉េច សញ្ញេ ហៅឈ្មោះខ្ញុំទៅ ឈិនសិន មានតែនៅក្នុងเพจ ហៅអាសិន រឿងខ្លី 7-5 ដង អាសិនមិនថាខ្ញុំព្យាយាមហាមឃាត់ខ្លួនប៉ុណ្ណាវាគ្មានអ្វីប្រៀបធៀបភាពតាក់ទាញគេពេលនេះឡើយខ្ញុំមិនដែលចង់លងគេតែខ្ញុំរត់តែលងជ្រៅទៅ មានតែនៅក្នុងเพจពិភពរឿងខ្លី 7-5 ដង អាសិនខ្ញុំត្រូវទៅហើយ ប្រាប់ខ្ញុំមកហេតុអីបានជាជាងស៊ីជួនចង់ឲ្យពពោះកូនខ្ញុំ លោកជំទាវឈិនចង់ឲ្យនាងមានកូនប្រុសតែនាងមិនអាចមានបានទើបនាងមកសុំខ្ញុំ ទោះជាអញ្ចឹងមែនហេតុអីបានជានាងទៅ ប្រហែលនាងទុកចិត្តថាមកពីខ្ញុំរៀបការរួចខ្ញុំមិនចាប់អារម្មណ៍អីលោកទេដឹងទើបគេមករកខ្ញុំ បានអញ្ចឹង មានតែនៅក្នុងเพจពិភពរឿង នាង ខ្លី មានចាប់អារម្មណ៍ខ្ញុំដែរ 7-5 ដង អាសិនលោកសួរសំណួរខ្ញុំខុសហើយ ជាងស៊ីជួនធ្វើរឿងអាក្រក់ណាស់តែសូមនាងឲ្យពពោះកូនរបស់ខ្ញុំជារឿងល្អដែរតាយួនឈៀនខ្ញុំចង់មានកូនជាមួយនាង ចុះក្រោយមក នៅជាមួយខ្ញុំឲ្យខ្ញុំបានមើលថែនាងជារៀងរហូត អាសិនកុំល្អដាក់ខ្ញុំពេកអី មានតែនៅក្នុងเพจពិភពរឿងខ្លី ព្រោះខ្ញុំ 7-5 ដង បោកប្រាស់លោកប៉ុណ្ណោះខ្ញុំមានតែធ្វើបាបលោកទេលោកស្រី ចាំមិញអ្នកទាំងពីរជោគជ័យទីងគេមានសង្ស័យអីអន់ លោកស្រីកុំព្រួយអីខ្ញុំធ្វើគ្រប់យ៉ាងតាមលោកស្រីនិងបង្វែរដានយិនសេហើយគេគិតថាជាលោកស្រីនៅក្បែរខ្លួនគេខ្ញុំយកលុយលោកស្រីមិនបានទេលោកស្រីមើលថែស៊ឺនាងហើយនឹងខ្ញុំរហូតមកឲ្យខ្ញុំបានជួយលោកស្រីខ្លះផងទេខ្ញុំមិនចង់បានលុយទេ Clutch of Opera ហៅទឹកនោមស្ដាង Yummy ហៅទឹកនោមស្ដាង Yummy ជាផលិតផលជាមួយ CC អញនឹងស្មាត់ត្រង់រហូត ប៉ុន្តែលោកស្រីថ្ងៃនេះលោកស្រីដូចជាស្លេកស្លាំងខ្លាំងណាស់តែលោកស្រីរៀងក្រហមទៀតយកមិញមានរឿងអីមែនទេ ចាំមិញវាខ្ចប់ពេញបងអួយគេតែពីបាំងទៅជើងដូចមិនសិនលួសិនជាអត់តែជើងរហូតហើយចាំមិញនេះព្រោះតែថ្នាំតែប៉ុណ្ណឹងជើងមិនប្រកាន់ទីង ប្រសាណាស់ កាត់អី ខ្ញុំខំប្រឹងពេកកាលពីយប់មិញសុំតបផងលោកស្រីខ្ញុំចង់ថាថ្នាំលោកស្រីឲ្យខ្លាំងពេកទេ ពិភពរឿងខ្លី សញ្ញេដោយសារតែចប់ 7-5 ដង បានហើយអ្នកទាំងពីរប្រហែលដង 1 2 3 បានជើងតែចង់លឺហើយ អញ្ចឹងខ្ញុំសុំតបផងខ្ញុំរកបន្ទប់ទឹកសិនខ្ញុំជឿពោះខ្លាំងណាស់ សិនជ័យហេតុអីក៏លោកប៉ាស្រីដតីជាជាងខ្ញុំទៅវិញ សញ្ញេលោកស្រី សិនជ័យមិនងាយបញ្ចេញអារម្មណ៍នោះឡើយប៉ុន្តែហេតុអីក៏គេទិនភ្លុនដាក់យន្តឈានម្លេង មានតែនៅក្នុងเพจ ដល់បញ្ជាមើលអីផង 7-5 ដ សា ង មមើល អរគុណហើយសញ្ញេ មិនអីទេ គ្រាន់តែដាក់បុកតែប៉ុណ្្នឹងហេតុអីបានជាសិនជ័យបារម្ភដល់ថ្នាក់នឹងគេនៅប្រាប់ប្រចាំខ្លួនទីនឬមួយលោកប្តីបងអ្នកណា មានតែនៅក្នុងเพจពិភពរឿងខ្លី 7-5 ដង មិនអាចទេនាងមិនក្បត់ជើងនោះទេនាងមិនអាចក្បត់ជើងនោះទេមិនអាចទេ អ្នកនាងមានទម្ងន់ហើយខ្ញុំហ៊ានបន្តធ្វើយ៉ាងម៉េចទេ ខ្ញុំចង់ទៅក្មេង អ្នកនាងស្រឡាញ់គេហើយមែនទេបេះដូងរបស់ខ្ញុំនាងជាមនុស្សតែម្នាក់គត់មានកូននឹងគ្នាទៅ ចុះក្រោយមក នៅជាមួយខ្ញុំនឹងមើលថែនាងជារៀងរហូត មានតែនៅក្នុងเพจពិភពរឿងខ្លី 7-5 ប្រៀប ដ ដូច ង ជាអំបោះចង់ឬអត់ទេខ្ញុំជួយជីវិតគេឬគេទាញខ្ញុំចេញពីគ្រោះថ្នាក់យើងព្យាយាមបែកគ្នាប៉ុណ្ណាចំណងនោះរត់តែតឹង អ្នកនាងបើអ្នកនាងចាប់អារម្មណ៍លើគេមែននៅធ្វើបាបខ្លួនឯងធ្វើអីផ្ដល់ឱកាសឲ្យគេទៅ មិនតាន់ដល់ពេលទេក្រោយពីលេងជាមួយជាងស៊ីឈុនជាយូរដល់ពេលបាត់បញ្ជីហើយ មិនប៉ុន្តែជួនជិនហេតុអីតាហេតុអីក៏នាងក្បត់ខ្ញុំ
មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង ជាងស៊ីជួនលែងគ្នាទៅខ្ញុំអស់ទ្រាំហើយ ទេអត់ទេលោកប្តីខ្ញុំស្រឡាញ់បងខ្ញុំ ខ្ញុំលែងស្រឡាញ់នាងហើយតាមពិតគឺខ្ញុំមិនដែលស្រឡាញ់នាងទេ មិនអត់ទេបងមិនស្រឡាញ់ខ្ញុំបងស្រឡាញ់អ្នកណា ជាងស៊ីឈួនខ្ញុំតំងកូនសន្យាហើយក្រោយនឹងលេងលះខ្ញុំនឹងខ្លាចជាលោកស្រីផ្ទះនេះជាងស៊ីឈួនចេញទៅ ចេញទៅ ជាសំខ្ញុំជាសំផ្ទុយពីកាពិនជាសពពិតជាផ្ទុយពីកាពិនជាងស៊ីឈួនអញភ្នាល់គ្រប់យ៉ាងឲ្យបានរៀបការជាមួយនឹងឈិងសិន មានតែនៅក្នុង page ពិភពរឿងខ្លី អញមិនអាចបាត់បង់អត់ទេ លោកស្រីកាត់អីដែរទឹកមកស្លេកខ្លាំងម្ល៉េះ វាបានចាប់ហើយរឿងទាំងអស់នេះត្រូវបានចាប់ហើយសញ្ញាលើកឯសន្យានេះទៅរួចលុយទាំងអស់នេះនឹងខ្លាចជារបស់នាង មានតែនៅក្នុង ខ្ញុំ page មិនសញ្ញាទេ រឿងខ្លី នាងចាំបានថា 7-5 ដ ជំ ង នាញ បើខ្ញុំសញ្ញាកងត្រាននេះខ្ញុំបានត្រឹមតែ5លានប៉ុណ្ណោះតែបើខ្ញុំមិនសញ្ញាខ្ញុំអាចបានច្រើនជាងនេះ តិចពេកហីនាងដាក់តម្លៃមកចង់ មិនគ្រាន់ ខ្លាចស្អប់ស្អាតប្រើខោទឹកនោមស្ដើង Yummy ខោទឹកនោមស្ដើង Yummy ជាផលិតផលជាមួយ CC ជិនជិនប្រាប់ជើងមកធ្វើចាំបាច់ទៅឯងប្រុសសញ្ញាអញ្ចឹងឯងគ្រប់យ៉ាង ដែលខ្ញុំត្រូវការមិនមែនលុយទេ ហើយចុះឯងត្រូវការអី ខ្ញុំត្រូវការតំណែងលោកស្រីត្រកូលឈិន មានតែនៅក្នុង page ពិភពរឿងខ្លី7-5 ដង ជិនជិនឯងហ៊ានតែយើងផង លោ ហី កស្រីពេលនាងប្រកល់ប្តីនាងមកឲ្យខ្ញុំមិនបានបង្ខំទេនាងមានតែគិតទេថាមានថ្ងៃនេះម្ដង ជិនជិននាងស្រីចាំមកសិនឯងហ៊ានក្បត់គ្រួសារជើងសឺនាងគ្មានថ្ងៃដល់លេខឯងឡើយ ទោះជាអញ្ចឹងសិនជេនឹងការពារខ្ញុំ សិនជាតែងរក្សាកម្រិតពីស្រីស្រីយប់នោះក៏ដោយសារតែថាំសងនាងគិតថាគេខ្លាចគាត់ពីនាងពិតមែនទេវាត្រឹមតែហ្គេមតែប៉ុណ្ណឹង តែគេប្រាប់ខ្ញុំយប់នោះដោយផ្ទាល់ថាស្រឡាញ់ មានតែ ខ នៅ ខ្ញុំ ក្នុង page ពិភពរឿងខ្លី7-5 ដង សិនជាមិនមែនជាមនុស្សធម្មតាទេគេមកពីគ្រួសារមានឋានៈស្ដុកស្ដំមានមុខមាត់ចាស់ទុំត្រកូលឈិនច្បាស់ជាមិនព្រមទទួលយកស្រីដូចជានាងឡើយ ប៉ុន្តែខ្ញុំថាខ្ញុំមានតម្លៃឆ្ងាយលើគេជាងនាង យើងផ្ដោតកំណត់ឲ្យធានរួចមានចាំងគ្រប់ទាំងមូលពីក្រោយនាងមានអីមកធៀបនឹងយើងបាត់ទេ អូតាមចាំបានលោកយាយត្រកូលជាងតែងតែចង់បានចៅប្រុសខ្ញុំសួរពេទ្យហើយដៃខ្ញុំពោពោះគឺកូនប្រុស មានតែនៅក្នុង page ពិភពរឿងខ្លី បើយើង 7-5 ធ្វើ ដង ឲ្យគេមានវត្តមានបាននោះយើងក៏អាចធ្វើឲ្យគេសាបសូន្យដូចគ្នា ប្រចាំអើយសិននាងប៉ប៉របស់លោកក៏បានលោកហើយវាមានកូនជាមួយប្រុសផ្សេងក៏បានលេង ខ្ញុំ ខ្ញុំ មិន ស្ ឲ្យ បាយ នាង សោះ ធ្វើបាបគេទេ លោកមិនលើកខ្ញុំនិយាយទេនាងមានសហាយស្មន់ គេចង់ធ្វើស្អីជាជំរឿនរបស់គេមិនថាយ៉ាងណាខ្ញុំនៅតែជុំជ្រែងគេនិងការពារគេជ្រើសខ្ញុំជាស្វាមីដើម្បីជួយគេខ្ញុំត្រេកអរណាស់ហើយ សឺនាងអរគុណណាស់ សុំបីតែស្វាមីឯងក៏ខ្លាចៗដែរអ្នកណាក៏បានអូពួកបបប្រាស់នេះចេញ មាន ខ្ញុំ តែ ទៅ នៅក្នុង page ពិភពរឿង ស ខ្លី ត្វតែសងសត្វតែសង កុំខាត់កម្លាំងអីគ្មានអ្នកណាមកទេនាងគិតថានាងពិតជាលោកស្រីត្រកូលឈិនមែនទេ នាងចង់រៀបការចោលត្រកូលឈិនឬធ្វើជាលោកស្រីតូចហីបានតើចាំមើលតើចាស់ទុំត្រកូលឈិនយល់ព្រមដែរឬអត់យល់ឈិន មានតែនៅក្នុង មុន page ពេលនាងដាក់ហូតពេលនេះនាងគ្មានឱកាសដកថយបានបើនាងទទួលកំហុសពេលនេះយើងនឹងអត់ទង ជាងស៊ីឈួននាងរត់តែក្អេងក្អាងលើដើមហើយណាចាត់ការមិនបានសំបីតែកូនចៅខ្លួនពេលនេះនៅអូគេមករកយើងទៀត ម៉ាំងលើកនេះខុសផ្សេង គ្មានសមត្ថភាព មាន សោះ តែនៅក្នុង ត្រឹមស្រីថោកទាបម្នាក់សោះ 7-5 និ ដ យាយ ង មកត្រូវការអីដើម្បីដើរចេញពីឈិនសិនដែរលោកជំទាវឈិនរឿងនេះលោកជំទាវគាត់តែសួរកូនប្រុសខ្លួនហើយនាងចង់ថាលោកជំទាវឈិនលោកស្រីកំពុងខ្លាចជាយាយគេហើយអូអាយ៉ា ម៉ាំង មកអាយ៉ាអង្គុយសិនមករឿងនេះអាសិនដឹងដែរទេអាយ៉ាព្រះជាម្ចាស់ឯងមានទុកមុនហើយឯងមិនគោរពប្តីប្រាស់ទេណាបើមានអីទៅគិតយ៉ាងម៉េចជាពិសេសកិច្ចវេះការនៅជាមួយស្រីគ្មានសំណាងនោះទៅគ្មានអីល្អចេញពីនេះនោះ ម៉ាំ ទេ ងខ្ញុំជាប្រពន្ធរបស់សិនចេណា យើងនិយាយហើយបើឯងឲ្យកូនប្រុសយើងមិនបានឯងត្រូវតែលេងពីឈិនសិន 7-5 ដង បានលេងយ៉ាស្រួលតើតែអ្នកមិនខ្លាចថាជាងគ្រប់ដកការវិនិយោគទេហី នាងច្បាស់ហើយថាជាងក្រុមនៅក្រោមការគ្រប់គ្រងនាងនោះ នាងចង់បានន័យថាជំនាញ
ថាមិញក្រុមប្រឹក្សាជាងគ្រប់លាឈប់អស់ហើយមែនទេត្រកូលជាងឲ្យអាពួកក្បត់នោះគ្រប់យ៉ាងតែវានៅតែហ៊ានក្បត់ជើងជាឯងនាងស្រីចំម៉ាស៊ីនឯងធ្វើពុតជាចុះក្បែរជើងឲ្យជើងទុកចិនសិតតែជាផែនការរបស់ឯង រវាងយើងទាំងពីរអ្នកណាចាំមកសៀតពិតទៅ មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង ម៉ាំងវាសុទ្ធតែខ្លាំងៗទេយន្តឈានប្រឌិតគ្រប់យ៉ាងតាមកម្មវិធីមកកុំជឿគេណាខ្ញុំស្រឡាញ់ឈិនសិនណាមិនឯងក្បត់គេបាត់ទេសិនផាំងរឿងនេះហាមដឹងដល់សិនជីមិនចឹងឯងមកមិនខាត់ទីយន្តឈានឯងធ្វើឲ្យជីវិតយើងដុនដាបយើងនឹងធ្វើឯងរលាយបានហើយឯងនៅមិនតន់មកខ្លួនឯងទៀតទេជាងស៊ីឈួននាងមិនត្រឹមតែជាមន់ព្រៃទេតែជាឆ្មាលួចស៊ីទៀតឆាប់ចេញពីត្រកូលឈានយើងព្រាមទៅ បានបើចិត្តដាច់ដល់ថ្នាក់នេះហើយនោះកុំចាប់តែខ្ញុំគ្មានធម៌មេត្តាចាំម៉ាំងអ្នកដែលស្រឡាញ់ធានជាងគេនោះពេលនេះទៅក៏លែងបានជួបគេទៀតដែរ ជាងស៊ីឈួនធានជាសាច់ឈាមត្រកូលឈានបើឯងចង់ទៅហាមយកគេទៅជាងស៊ីឈួនធាននឹងយើងមាន DNA ដូចគ្នា 99.99%យើងគឺជាម៉ាក់បង្កើតរបស់ធានណាមិញយន់តាមប៉ុណ្ណាមិញជាម៉ាក់របស់ខ្ញុំសោះខ្ញុំសប្បាយចិត្តខ្លាំងណាស់ខ្ញុំនឹកណាស់ម៉ាក់ណាស់ ខ្ញុំយកអីណានាងគឺជាងស៊ីនីង ជាងស៊ីឈួននាងស្រីចោលមកសៀតឯងបាត់ត្រកូលឈានយើងយូរដល់ថ្នាក់នេះផង ម៉ាំងលទ្ធផល DNA អាចคล้ายៗកុំឲ្យអ្នកខ្លះមកម៉ាក់សិនណា របស់លេងកូនទៅណាតែមកផ្លេតទេចាំម៉ាក់ឆាប់តាមទៅអូខេទេជាងស៊ីឈួនបើនាងមិនជឿខ្ញុំអាចនាំធានទៅបណ្ឌិតផ្សេងទៀតបានណានាងហ៊ានទេ មិនអាចទេមិនអាចនោះឡើយជាងស៊ីនីងស្លាប់តាំងពី5ឆ្នាំមុនម្ល៉េះយើងឃើញគេស្លាប់ដល់កប់ផ្លេង បានអញ្ចឹងគិតថាយើងជាខ្មោចមកពីឋាននរកមកសងសឹកនាងទៅចាស់ មិននឹងអាចទេ ខានជួបគ្នាយូរហើយណាបងស្រីសំណប់ចិត្តប៉ាម៉ាក់ទៅមកលេងខ្ញុំក្នុងយល់សប្តិដែរតែប្រាប់ថាគាត់នឹកនាងណាចង់ជួបនាងឆាប់ៗនេះ ខ្លី7-5 ដង យើងជឿហើយពេលនេះយើងជឿហើយជាស៊ីនីងឯងចូលរកយើងតែគោលដៅមួយទេគឺដើម្បីបំផ្លាញយើងរួចយកគ្រប់យ៉ាងដែលយើងមាន យើងមកយករបស់យើងវិញទេ5ឆ្នាំមុនមកគល់ការជាមួយគ្រួសារချင်းគឺជាយើងនាងទេដែលមកដណ្ដើមក្តីស្រឡាញ់ប៉ាម៉ាក់ទាំងអស់នោះគឺជារបស់យើងក្តីស្រឡាញ់ខ្លាំងៗនាងនោះត្រូវបានលួចចេញពីយើងទេជាងស៊ីឈួនយើងមិនដែលគិតចង់សងសឹកនឹងនាងទេយើងគ្រាន់តែមកយករបស់យើងវិញប៉ុណ្ណោះ យន្តឈានខ្ញុំចង់រៀបការជាមួយនា មាន ង តែនៅក្នុងเพจពិភពរឿងខ្លី7-5 សិន ដ ទេ ង ខ្ញុំដឹងពីសមត្ថភាពពិតនាងហើយជាងស៊ីនីង5ឆ្នាំមុនកូនស្រីតូចត្រកូលជាងស៊ីនីងត្រូវបានបងស្រីយកមកចិញ្ចឹមជាងស៊ីឈួនមួលបង្កាច់រួចក៏បាត់ខ្លួនបានប្រមាណជាងស៊ីឈួនបានផ្ដល់កំណត់ឲ្យធានរួចបន្លំអត្តសញ្ញាណជាងស៊ីនីងរៀបការជាមួយនឹងលោកជាងស៊ីនីងនៅរស់ទេបន្លំខ្លួនជាយន្តឈាន កាខ្ញុំចើអានខ្មៅនាងល្អដល់ការបំបត្តិឈឺចាប់នឹងឈាម ស្រីដែលជួយខ្ញុំការនោះគឺជានាងអ្នកដែលខ្ញុំត្រូវរៀបការជាមួយក៏ជានាងបញ្ហាមិនមែនស្រឡាញ់យឺតពេកទេតែគឺរកឃើញគ្នាវិញម្ដងទៀត មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង ជាងស៊ីនីងបើយើងមិនបាក់គីនាងកុំសង្ឃឹមទៅងាប់ទៅលោកប្តីបងកាត់អីទេអូនសំទោអូនមិនបានកាត់ អូខេ ទេ ទេហើយកុំឈានជើងចូលត្រកូលឈានទៀត ឈិងសិនមើលស្រីនៅនឹងមុខបងឲ្យច្បាស់ទៅវាគ្រាន់តែបងប្រាប់បងតែប៉ុណ្ណោះវាគ្រាន់តែចង់សងសឹកអូនបងគិតថាវាស្រឡាញ់បងមែនទេ ខ្ញុំដឹង បងដឹងហើយឯងហេតុអីក៏នឹងងងនឹងវាទៀត ជាងស៊ីឈួនខ្ញុំគួរតែអរគុណនាងបើគេមិនមកសងសឹកនាងទេនោះខ្ញុំក៏មិនបានជួបគេដែរខ្ញុំរីករាយនឹងចំណាយផែនការរបស់គេមិនថាស្រឡាញ់ឬក៏អត់ជាការសម្រេចចិត្តរបស់គេនៅក្នុងបេះដូងខ្ញុំស្រឡាញ់គេតែម្នាក់គត់ ហេតុអីក៏ជាស៊ីនីងតែបានគ្រប់យ៉ាងស្របពេលដែលខ្ញុំបានបងទាំងអស់ មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដ លោក ង ខ្ញុំមិនដែលតាំងចិត្តធ្វើបាបអ្នកណានឹងមិនដែលក្បត់ចិត្តវិញ្ញាណខ្លួនឯងដែរជាងស៊ីឈួននេះគឺជាផលកម្មនៃទង្វើនាងសាំងទេ នាងសូមជួយខ្ញុំផងបាននាងមកជួយឈិងសិនច្បាស់ជាសម្រាប់ខ្ញុំមិនខាត់ទេយើងធម្មតាជាមួយគ្នាខ្ញុំជាបងស្រីឯងខ្ញុំសម្បត្តិចង់បានអត់ទេយកដល់ប៉ាមកផងណាយកដល់ប៉ាមក យកដល់ប៉ានឹងម៉ាក់បានតែ នាងឯងចង់បានន័យថាចឹងម៉េច ចង់ឲ្យខ្ញុំជួយឯង មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង យកអំពើអាក្រក់ដែលនាងធ្វើសារភាពគ្រប់យ៉ាងទៅប៉ានឹងម៉ាក់ទេចាំមើលថាគាត់អត់ទោសទេ បានខ្ញុំសុំតែត្រូវខ្ញុំមិនគួរសម្រាប់ប៉ាមកដែលបានចិញ្ចឹមដើម្បីចង់លេបទ្រព្យសម្បត្តិត្រកូលជើងទេខ្ញុំសុំតែត្រូវខ្ញុំមិនគួរដាក់ថ្នាំប្អូនស្រីខ្លួនរួចលួចអនាគតស្វាមីរបស់គេខ្ញុំមិនគួរកុហករួចចោលកូនគេចេញពីគេនៅឡើយខ្ញុំសុំតែត្រូវ មកទៅហើយយើងមិនអត់តឲ្យទេប៉ាម៉ាក់ក៏ដូចគ្នា កុំព្រួយនាងខ្ញុំនៅហើយ អាសិន ឆាប់អូខេចេញទៅ មានតែនៅក្នុងเพจពិភពរឿងខ្លី7-5 ដង អរគុណណាស់ដែលបានមកថៃខ្ញុំរកពេលកន្លងមកដល់ពេលខ្ញុំទៅហើយត្រូវឲ្យអារម្មណ៍លោកជួយប្រកបរបស់នេះឲ្យអាសិនផង មកលើឡើងនាងចង់ទៅហើយមែនទេមិនក៏មិនឲ្យគេផ្ទាត់ឯងទៅ ឈ្មោះរបស់ខ្ញុំคล้ายៗអត្តសញ្ញាណក៏คล้ายៗសូម្បីហេតុផលដែលខ្ញុំចូលមករកគេសុទ្ធតែคล้ายៗដែរពេលនេះវាចប់ហើយរាល់ការកុហកទាំងអស់នេះគួរតែបាត់ទៅតាមដែរ
មានតែនៅក្នុងเพจ ជួនឈៀនអ្នកណាអនុញ្ញាតឲ្យនាងទៅនាងចង់ចេញពីខ្ញុំដល់ថ្នាក់ហ្នឹង អាសិនលេងខ្ញុំទេពីដើមមកខ្ញុំលាក់ការប៉ាត់ពីលោកប្រហែលស្រីដែលលោកស្រឡាញ់គ្មានប៉ាត់ទេខ្ញុំមិនសូមទទួលស្នេហ៍ប៉ាត់ទេបើលោកគិតពីវាម្ដងទៀតលោកមិនបានស្រឡាញ់ខ្ញុំឡើយលោកគ្រាន់តែលងនឹងរូបភាពបន្លំភ្នែកតែប៉ុណ្ណោះ ក្មេងល្ងងទោះជាពេលនេះជើងខ្លាំងខ្លាយចុះកាលពី6ឆ្នាំមុនវិញ6ឆ្នាំមុននាងជួយខ្ញុំពិតណាស់ទេនាងគឺជាអ្នកដែលខ្ញុំតាមរកនាងប្រាប់ថាជឿអានខ្មៅមានឈ្មោះមួយទៀតគឺជាការចងចាំគឺខ្ញុំមិនអាចបំភ្លេចនាងបានទេនាងស្រឡាញ់ខ្ញុំដែរទេ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង ហ៊ានលេងល្បែងជាមួយខ្ញុំទេបើសិនជាខ្ញុំឈ្នះនាងនៅតែបើសិនជានាងឈ្នះខ្ញុំគោរពតាមការសម្រេចចិត្តនាងនិងដោះលែងនាងក្នុងវាមួយហ៊ូននេះបើខ្ញុំចាប់បានសិលឹកខ្លុកខ្ញុំឈ្នះតែបើខុសពីនេះនាងគឺជាអ្នកឈ្នះ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង នាងរំពឹងថាខ្ញុំឈ្នះទេ អាសិនផ្ងាប់វាមកត្រេកអរផងលោកឈ្នះហើយ ខ្ញុំអាចឈ្នះតែខ្ញុំរីករាយនឹងចាញ់នាង មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង ជួនឈៀនការសម្រេចចិត្តមួយនេះមិនមែនជាខ្ញុំទេជានាងរហូតមកនាងទៅចុះប្រាជីវិតដែលនាងចង់ស្រឡាញ់អ្នកណាដែលនាងស្រឡាញ់ទោះជាគ្មានខ្ញុំក៏ដោយ លោកជាអ្នកដែលខ្ញុំស្រឡាញ់ មានតែនៅក្នុងเพจពិភពរឿងខ្លី7 5ដង គោរពលោកស្រី ជួយផងប៉ាប៉ាឈ្មោះទៀតហើយ មានរឿងអី ម៉ាម៉ាគាត់នឹកម៉ាម៉ាខ្លាំងណាស់ហើយចង់ជួបម៉ាប៉ុន្តែប៉ាប៉ាគាត់នៅក្នុងផ្ទះគាត់មានតែផ្លាស់របស់ម៉ាតែបង្អួយគាត់គេចខ្លួនមកទេណា អូហូ ធានកូនក្បត់សូមគោរពលោកធានកូនក្បត់នេះហ៊ានមកបកាច់ប៉ាផងហ៎ លោកប្តីលើកនេះមានរឿងអីទេ មិនចោះអូនដើរមួយថ្ងៃ12ម៉ោងគេង8ម៉ោងរួចមានពេលជាមួយបង14ម៉ោងពេលនេះធាននិងកូនតូចយកពេលជាងនោះទៅទៀត គាត់ជាម៉ាម៉ារបស់ខ្ញុំដល់ប៉ាអបសឹកតែនិយាយជាមួយម៉ាក់ខ្លួន តែគេជាប្រពន្ធរបស់ប៉ា លោកប្តីបងមិនគួរខំគេបែបនោះទេណា ពេលសម្អាតបងចេញពីផ្ទះមិនបានចាប់ខំគេគឺជាវិធីដែលល្អបំផុតហើយនៅតែលេងសួនកំសាន្តទៀតគេមានពេលជាមួយអូនច្រើនពេកហើយ អាយ៉ាតោះយើងនាំគ្នាចេញក្រៅវិញចាំអូនដាក់ច្បាប់រួចទៅទាំងអស់គ្នាតែម្ដងទៅលេងសប្បាយជុំគ្នាចោះណាតោះតែនាំគ្នាទៅដល់លេង យេ ប៉ាប៉ាល្អណាស់ផានកាប៉ាក៏ជាល្អមែន សម្រាប់គឺជារឿងដែលធំជាងគេ មាន តោះ តែនៅ នាំគ្រួសារយើងដើរលេងចេញ ខ្លី7 5ដ តោះ ង យើង កាន់ស្រឡាញ់ប៉ាប៉ា